ខ្ញុំស្មូសខាខ្ញុំរៀបការជាមួយគ្រូសាវិទូអស់រយៈពេល3ឆ្នាំហើយខ្ញុំមិនទាន់មានកូនទេនោះហើយគីមូលហេតុដែលខ្ញុំជាបន្លាក្នុងភ្នែករបស់ពួកគេថ្ងៃនេះដែលក្មេករបស់ខ្ញុំពិតជាចង់ប្រកបខ្ញុំអស់អ្នកយាមភូមិស្គូតេកណ្ដាលនោះសម្រាប់ការពូជំនួសដើម្បីបន្ពូជពងស្វងស្រកលរបស់គ្រូសាវិទូនិយាយអ្វីមកខ្ញុំជាព្រីយ៉ារបស់ណាតែអ្នកនឹងមើលខ្ញុំត្រូវបរិសស្គូតពាក់កណ្ដាលនោះចាប់យកទៅហើយត្រូវរំលោភអញហ៊ានស្លាប់ទេតែគ្រូសាវិទូបានប្រព្រឹត្តអំពើបាបអ្វីទើបមានប្រពន្ធថិតប្រយោជន៍ដូចចឹងគីមនុសគ្មានតម្លៃទាំងស្រុងហេស្ត្រីស្រស់ស្អាតថ្ងៃនេះអញត្រូវតាក់ទងកូនមួយដល់គ្រូសាវិទូបើអញមិនអាចទេអញនឹងស្លាប់នៅទីនេះក្នុងបន្ទប់នេះខ្ញុំសង្យាជាមួយអ្នកវាគ្រាន់តែម្ដងនេះទេលុតចំកងជប់ហើយដឹងខ្លួនម៉ាក់ខ្ញុំសូមអង្វរខ្ញុំបានទៅមន្ទីរពេទ្យកាលពីស្តាមុនដើម្បីពិនិត្យវាពិតជាមិនមែនជាបញ្ហារបស់ខ្ញុំទេវាគឺវិទូគាត់រឿងអត់ប្រយោជន៍កូនប្រុសខ្ញុំមានសុខភាពល្អខ្ចោះបញ្ហាគឺឌីរបស់ហាងវាគ្រាវវាមិនបង្កើតផលអ្វីទេហើយហាងមកបន្ទុះស្គ្របពូម៉ាក់បឺតវេមានស្កាយវងវែងនៅខាងក្រៅខ្ញុំដឹងថាខ្ញុំខុសហើយវិទូនឹងមិនជួមើលឲ្យខ្ញុំត្រូវបោះចោលលើក្រែរបស់កសលគាត់បាននិយាយច្បាស់ថាស្រឡាញ់ខ្ញុំជាងគេតានាងពិតជាអាចសុខចិត្តកូនមួយដល់យើងយ៉ាងនេះម៉ាក់កុំបារម្ភដរាបណាខ្ញុំចេញទៅលួងលោមនេះបន្តិចវានឹងអាស្រ័យលើខ្ញុំថាយើងមានកូនប៉ុន្មានអ្នកសម្លាញ់ចូលមកភ្លៀងធ្លាក់ខ្លាំងណាស់កុំមកម៉ាក់មានរឿងអាក្រក់កើតឡើងសុខារត់ចេញទៅហើយនាងរត់ទៅភ្នំខាងក្រោយចាប់នាងខ្ញុំនឹងបកស្បែកនាងទាំងរោសុខាខ្ញុំដឹងថានឹងឃើញអ្នកនៅទីនេះកំពុងអង្គុយគិតបរិសម្នាក់មន់អត់ប្រយោជន៍ប៉ុន្តែណាចេះបោសង្គ្រោះខ្ញុំអាណិតថងអ្នកណាថាអ្នកអាចចូលមកតារាយើងមកយកមនុស្សម្នាក់ត្រឡប់ទៅវិញយើងមិនមានចិត្តណាចូលមករំខានទេចេញកុំមកប្រឡាក់កន្លែងខ្ញុំណាជាបន្ទប់ណាត្រូវមកតែជាមួយខ្ញុំឥឡូវនេះខ្ញុំនឹងបោះស្បែកណាទាំងរោហើយវិទូនឹងបង្រៀនណាចេះខ្ញុំមិនអាចត្រឡប់ទៅទីនោះវិញបានទេបើត្រឡប់ទៅវិញខ្ញុំនឹងស្លាប់តារាគាត់ជាសង្ឃឹមតែមួយគត់របស់ខ្ញុំចាំខ្ញុំតារាសូមជួយសង្គ្រោះខ្ញុំផងដោយសារខ្ញុំគ្មានកូនម៉ែឡាមិនដែលអនុញ្ញាតយើងរៀបការស្រុកបាត់ទេខ្ញុំមិនមែនជាសមាជិកគ្រួសារវិទូទេខ្ញុំមិនចង់ឲ្យពួកគេកំ pl ាញខ្ញុំទៀតទេខ្ញុំមិនចង់ស្លាប់ទេទោះបីប្រាប់តមកថ្ងៃនេះក៏ដោយអ្នកនៅតែត្រូវមកតែជាមួយខ្ញុំតារាណាត់គូតនាងត្រូវបានគេនាំចូលក្នុងគ្រួសារវិទូជាមួយលុយសត្វប្រាក់អូមើលទៅអ្នកណាហ៊ានប៉ះស្ត្រីរបស់ខ្ញុំតារាសូមខ្ញុំនៅទីនេះផងខ្ញុំអាចបោកខោអាវធ្វើម្ហូបกับអុកដងទឹកខ្ញុំនឹងធ្វើអ្វីក៏បានខ្ញុំនឹងមិនខ្ជិលទេ
សុខាអ្នកគិតថាខ្ញុំស្លាប់ហើយមែនទេអ្នកហ៊ានធ្វើបែបនេះនៅចំពោះមុខខ្ញុំមែនទេអ្នកហ៊ានធ្វើឲ្យខ្ញុំខ្លាចជាប្តីមានប្រពន្ធផិតនៅទីនេះមែនទេ Anna តែរ៉េទើបតែចេញពីគុកហើយណាហ៊ានដឹកលីងគាត់មែនទេ ចឹង ម៉ាក់ជួយខ្ញុំផង នាងជាបន្ទប់ខ្ញុំអាចទៅនាងទៅណាបានប៉ុន្តែអ្នកត្រូវតែឲ្យតាថ្មីរបស់អ្នកមកខ្ញុំវិញ ទើសបិនទើថ្លៃបណ្ណាការ$100នោះណាយកវីមវិញក្លាមពេលបានវីហើយលោណារៀនសុំតែមែនទេ គ្រូសាវិធូឈួតអស់ហើយហាត់មីរបស់គ្រូសាដារ៉ៃទើបតែសាងសង់នៅឆ្នាំនេះ កាលពីថ្ងៃមុនខ្ញុំបានឃើញអ្នកផ្សំគុំម្នាក់មកដល់មាត់ទ្វារផ្ទះពួកគេសម្រាប់ការផ្សំគុំក្មេងស្រីម្នាក់មកពីទីក្រុងហើយអ្វីបានជាពួកគេលះបង់ផ្ទះថ្មីរបស់ពួកគេដើម្បីសុខា តែនោះជាមូលដ្ឋានគ្រឹះរបស់គាត់ប្រកាសជាមិនយល់ព្រមចំពោះរឿងនោះទេខ្ញុំមិនព្រមឲ្យគេកំពានខ្ញុំដងទីទេខ្ញុំសឹកចិត្តស៊ីរហូតដល់ស្លាប់ Milly ខ្ញុំនឹងស៊ីវគីមួយអ្នករហូតដល់ទីបំផុតអ្នកនឹងមិនអាចបំពេញខ្ញុំបានទៀតទេ កុំខ្លាច អត់បានការអ្នកនឹងកុំតិចមកណា ម៉ាក់ឈឺណាស់អូមិននឹកស្មានដល់អ្នកពិតជាមានចរិតក្តៅមែនតើអ្នកក៏ព្រៃដូចគ្នាដែរនៅលើក្រែ មិនគាត់អាចនិយាយពីឲ្យអាសអភិសបែបនេះប៉ុន្តែគាត់ទើបតែជួយសង្គ្រោះខ្ញុំមិនអាចធ្វើឲ្យគាត់ខំទេអ្នកកំពុងនិយាយអីលែងខ្ញុំទៅ ចង់បានការការពារពីខ្ញុំដើម្បីកុំឲ្យគេអូសអ្នកត្រឡប់ទៅវិញអញ្ចឹងខ្លាយជាស្រីរបស់ខ្ញុំទៅ Anna អ្នកពិតជាការពារខ្ញុំមែន សុខារូនៅតែយើងអស់រយៈពេល3ឆ្នាំដោយមិនធ្វើអ្វីសោះខ្ញុំមិនចង់បានអ្វីផ្សេងទេក្រៅពីផ្ទះរបស់អ្នក ម៉ាក់បំភ្លេចផ្ទះទៅខ្ញុំចង់បានសុខា អាណមិនដឹងអ៊ីសោះក៏មានលុយអ្នកអាចរកប្រពន្ធណាដែលចង់បានអត់បានការ រឿងផ្ទះវិញកុំគិតពីវាសំបីតែបន្តិច ខំលុយអញ្ចឹងមិនបានជាអ្នកធ្វើធំ នេះជាគេតំណែងគ្រួសារតារាវាមានតម្លៃគ្រប់គ្រាន់សង់ផ្ទះទាំងពីរដើម្បីដូរយកនាងគ្រប់គ្រាន់ទេ គ្រប់គ្រាន់លើកពីគ្រប់គ្រាន់សុខាជីរបស់អ្នកហើយចាប់ពីពេលនេះទៅនាងមិនមានអីតាក់ទងនឹងគ្រួសារយើងទេ ហុចខ្សែកមកវិញខ្ញុំចង់បានសុខា អណឡងដោយនាងខ្សែកបងថ្មនេះយើងអាចទិញនារីវ័យក្មេងដែលអាចបង្កើតគូនបាននៅក្នុងទីក្រុងល្អជាង street man គុណនេះ100ដង គាត់ មិនបានជាគាត់បិទទ្វារ ខ្ញុំដូរគេតំណែងគ្រួសារឲ្យអ្នកខ្ញុំមិនដែលធ្វើការខាត់បងទេ តែនេះមានន័យថាផ្លូវតែមួយគត់សម្រាប់ខ្ញុំគឺត្រូវខ្លាយជាស្រីរបស់គាត់មែនទេតារាគីមេធំក្នុងស្រុកប៉ុន្តែគាត់ជាអ្នកគ្រប់គ្រងរោងចក្របើខ្ញុំអាចទាញយកប្រយោជន៍ពីអំណាចគាត់ប្រហែលជាខ្ញុំអាចទាញពេលវេលាខ្លួនឯងបន្តិចខ្ញុំគ្រាន់តែមិនទាន់ត្រៀមខ្លួនទេ អ្នក នេះកុំឲ្យផ្ដាសាយ តែអ្នកអាចបែរក្នុងទៅបានទេ មិនក៏ខ្មាស់គេឥឡូវអ្នកអប់ចង្កេះខ្ញុំហើយធ្វើគួរឲ្យស្រឡាញ់មួយផ្លេតមុនពេលនោះភាពខ្មាស់អៀនរបស់ឯងនៅណា បុរសម្នាក់នេះក៏ចេះខ្មាស់គេដែរ
ផឹកទៅឲ្យក្តៅខ្លួនខ្ញុំមិនត្រូវការភរិយាឈឺ អូកិនជាមួយគ្រូសាវិទូខ្ញុំមិនដែលបានស្លៀកសម្លៀកបំពាក់ល្អបែបនេះទេហើយគ្មាននរណាម្នាក់មិនដែលមាននរណាធ្វើទឹកស្ករណោតឲ្យខ្ញុំទេគាត់ពិតជាគួរឲ្យភ្ញាក់ផ្អើលងាយស្រួលគ្រប់គ្រង ចាប់ពីថ្ងៃនេះទៅអ្នកជាស្ត្រីរបស់ខ្ញុំគ្មាននរណាហ៊ានញញែជាមួយអ្នកទៀតទេ មិនអត់ទេដែរបើទ្វារនេះឡើងអ្នកទីកែដំណែកគ្រូសាយើងតែដដូជាមួយស្រីដែលគ្មានកូនអ្នកឯងឈ្មោះថាយឺប្រញាប់ដល់ឡើងខ្ញុំមានគេមកហើយសុខាមិនតន់យូរប៉ុន្មានផងហើយឯងបានអូស្កតជោគរ៉េហើយខ្ញុំនឹងមិនដែលអត់ថែងឈានជើងចូលតែគ្រូសាដារ៉ាឡៃ អញគិតថាអញអាចបញ្ជាខ្ញុំបានឬចេញទៅ ខ្ញុំជាម្ដាយចុងរបស់ហែងឯងបានដូរកែដំណែករបស់យើងយកអ្នកចាញ់អ្នកនេះអ្នកណានឹងបន្តត្រកូលដារ៉ាឯងបញ្គូនបន្ទុកនេះត្រឡប់ទៅគ្រូសាវិទ្យាវិញយូក៏ឯងត្រកូលអ្វីទាំងដល់តែលើប្រកែងទុកឲ្យខ្ញុំសុខានឹងមិនបានលុយមួយកាក់ពីគ្រូសាដារ៉ាឡៃគាត់ពិតជាបានប្រកែដំណែកគ្រូសាដើម្បីដល់ឡើងខ្ញុំប្រហែលជាគាត់មិនអាក្រៅដូចតែគេនិយាយ ដារ៉ាអ្នករីក្រុងដែលខ្ញុំណែនាំឲ្យយ៉ាងស្គាល់ទីកុំផុតក៏យកព្រមដរៀបណាងឲ្យប្រាប់ប្រាំ100ដុល្លារនោះមកខ្ញុំជីថ្លៃបណ្ណាការខ្ញុំនឹងទៅសម្រិកាឲ្យភ្លាមថ្ងៃស្អែកឯងអាចរៀបការជាមួយកូនក្រុងមុខស្រកដែលអាចបង្កើតកូនបាន នាងជាកូនក្រុងមែនតែននាងមានការអប់រំអាចបង្កើតកូនបានហើយនាងអាចជួយទ្រទ្រង់គ្រួសារបាន600ដុល្លារសម្រាប់ប្រពន្ធល្អថប់ណាស់អត់ដែរណាបណ្ដឹងសុខាអ្នកចាញ់នោះចេញពីទីនេះលើនេះកុំធ្វើឲ្យវាខូច អូខេខ្ញុំនឹងបណ្ដេញនាងចេញនៅថ្ងៃស្អែក ខ្ញុំដឹងថាអ្នកចង់បញ្ជូនខ្ញុំទៅឆ្នៃតែអ្នកអាចខ្ញុំពីថ្ងៃទៀតបានទេខ្ញុំនឹងបងថ្លៃតែពេលខ្ញុំមានលុយខ្ញុំនឹងส่งអ្នកវិន10ដងខ្ញុំមិនអាចឲ្យមានឡាយចាប់ខ្ញុំហើយអូសខ្ញុំត្រឡប់ទៅវិញទេខ្ញុំគ្រាន់តែត្រូវការ2ថ្ងៃទៀតប៉ុណ្ណោះនៅពេលណាមានលាបន្ធូរការប្រុងប្រយ័ត្នខ្ញុំនឹងរត់គេកទៅទីក្រុងខ្ញុំមិនអាចធ្លាក់ទៅក្នុងដៃគ្រូសាវិធុំដងទៀតទេ អ្នកជាភរិយារបស់ខ្ញុំក្រៅពីនៅក្បែរខ្ញុំអ្នកនឹងមិនទៅណាទេ អានោះអ្នកមិនបាននិយាយទេថាអ្នកនឹងបញ្ជូនខ្ញុំត្រឡប់ទៅវិញនៅថ្ងៃស្អែក ខ្ញុំមានន័យថាបញ្ជូនបុប្ផាក្មេងគួរឲ្យស្រឡាញ់នោះឲ្យទៅឆ្ងាយគ្រាន់តែនាងបានជួយបណ្ដេញសំណាងអាក្រក់ឲ្យឪពុកខ្ញុំនាងគិតថានាងអាចបញ្ជាខ្ញុំបានឬថ្ងៃស្អែកនាងនឹងត្រឡប់ទៅភូមិនាងវិញនាងធ្វើឲ្យខ្ញុំឆាប់ខឹង ខ្ញុំមិនមែនជាបន្ទុកតែគ្មានកូននៅទីនេះទេវិធុទេដែលជាបញ្ហាគាត់បែរជាគាត់ខ្ញុំវិញប្រាប់គ្រប់នេះថាខ្ញុំមិនអាចមានកូនវាខ្ញុំហើយស្រែកដាក់ខ្ញុំរាល់ថ្ងៃ ខ្ញុំដឹង អ្នកដឹងយ៉ាងម៉េច ទើបតែការថាបនោះជាការថាបដំបូងរបស់អ្នកមែនទេបើវិធូជាបរិសុទ្ធពិតអ្នកគិតថាគាត់នឹងមិនប៉ះពាល់អ្នកទេបើអ្នកបានរៀបការជាមួយខ្ញុំតាំងពីដំបូងយើងនឹងមានកូនធំល្មមអាចរត់គេចការបានហើយម៉េចស្រឡាញ់ខ្ញុំហើយឈប់យំទៅយើងបង្កើតកូនម្នាក់ទៅដើម្បីឲ្យគេឃើញឲ្យគ្រប់គ្នាឃើញថាអ្នកណាពិតជាមិនអាចមានកូន ប្រញាប់ឡើងមនុស្សខ្លះអត់អ៊ីនខ្មាស់តតែសោះទើបតែរត់ចេញពីគ្រួសារវិធូហើយលោតចូលក្រែជាមួយតារាអាម៉ាស់ណាខ្ញុំឃើញដោយភ្នែករបស់ខ្ញុំតយុគមុននាងនិងតារាកំពុងតែដេកដកគ្នានៅវៀនគេដេកជាមួយគ្នាយូរហើយ ហ
anh khẩn đòi phê anh cho mẹn tê thà nhóm để đọc chỉ mùi đà ra anh này dễ yo tầm mùi thân anh trong oi đà ra một hẹt mọt anh mẹn têដូច្នេះអេងនឹងតារាបានដេះដកគ្នាតាំងពីដើមមកម្សិលមិនអេងបញ្ឆោតខ្ញុំដោយខ្សែបងធ្មនុហើយចិត្តអ្នកធ្វើឲ្យខ្ញុំអាម៉ាស់មែនទេថ្ងៃនេះយើងនឹងលងទៅកែងក្នុងទ្រង់ដើម្បីសឹងអំពើបាបដែលអេងធ្វើចំពោះគ្រួសារខ្ញុំ ខ្ញុំលែងពាក់ព័ន្ធជាមួយគ្រួសារវិទូទៀតហើយអេងដកសាច់ទៅហើយអេងបានចុះផ្លេកាហើយបើអេងហ៊ានលើកដៃបាខ្ញុំដងទៀតខ្ញុំនឹងដោយតារា អូសពួកអេងទៅគុំមើលនឹងស្រេតអ៊ីនក្មេសទើបតែដេកជាមួយតារាហើយអេងហ៊ានមកបង្ហាញមុខនៅទីនេះទៀត សុកនិយាយក៏ហៅទៅអ្នករកគ្នាដឹងថាអេងចូលចិត្តឡើងរបងតែណាត់ใจខ្ញុំគិតថាអេងចាប់អារម្មណ៍វិទូអេងដឹងទេថាគ្រូសាគាត់បានដកសាច់បងថ្មទៅទិនប្រពន្ធអេងគ្រាន់តែច្រណែនបង្កើតរៀងក៏ហៅដាក់ខ្ញុំ អេងនិយាយលេះលោណាត់ណាទៅចាប់អារម្មណ៍វិទូមនុស្សកំសត់នោះមានតែមនុស្សសត្វតម្លៃដូចចឹងទេដែលជាក្មេងគូអូស្ត្រាលីទើបចង់បានគាត់កំសត់អេងហ៊ានប្រមាថកូនប្រុសខ្ញុំនឹងហែកមាត់អេងមនុស្សស្គួតស្រេតអ៊ីនក្មេសកូនប្រសែងតែដៃកំសត់ខ្ញុំនឹងសម្លាប់អេង បើអញហ៊ានរំខាននាងម្ដងទៀតអញស្លាប់ហើយចាំពាក្យខ្ញុំសុខាជាស្រីរបស់ខ្ញុំបើហ៊ានមករំខាននាងទៀតមិនថាអ្នកជានរណាទេខ្ញុំនឹងធ្វើឲ្យប្រកាសអ្នកនឹងស្ដាយក្រោយជាខ្លាំងកុំបន្ទាបខ្លួនទៅកម្រិតរបស់គេមិនសមនឹងពេលវេលារបស់អ្នកទេតោះទៅផ្ទះខ្ញុំនឹងទៅអស់2សប្តាហ៍នេះជាលុយទាំងអស់ដែលយើងមាននៅផ្ទះខ្ញុំឲ្យវាទៅអ្នកទិញអ្វីដែលអ្នកចង់ញ៉ាំទិញអ្វីដែលអ្នកត្រូវការកុំកំណាញ់$500វាគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ5នាក់អស់រយៈពេល4ឆ្នាំ បើអ្នកណាហ៊ានមកសម្លុតអ្នកទៀតអ្នកត្រូវតបវិញឲ្យខ្លាំងបើមេឃរំធ្លាក់ចុះមកខ្ញុំនឹងនៅទីនោះចាំទទួលវាបន្ទាប់ពីខ្ញុំចាក់ចេញចាក់សោទ្វារធំកុំបើកទ្វារឲ្យមនុស្សចម្លែកបើអ្នកត្រូវការអ្វីទៅរកលោកស្មេកនៅមាត់ភូមិគាត់នឹងជួយអ្នក ខ្ញុំយល់ហើយថែរក្សាខ្លួននៅតាមផ្លូវត្រឡប់មកវិញឆាប់ ចង់ឲ្យខ្ញុំត្រឡប់មកវិញឆាប់ទេថាប់ខ្ញុំបន្តិចល្អណាស់រងចាំខ្ញុំអូខេគាត់គួរតែត្រឡប់មកវិញឆាប់ហើយមែនទេខ្ញុំមិនប្រកាសទេនៅខាងក្រៅខ្ញុំសង្ឃឹមថាគាត់ញ៉ាំបានត្រឹមត្រូវ ហេភេរីយេស្រស់ស្អាតលោកស្រីបុប្ផាបាននិយាយថាបើខ្ញុំដោះខោខ្ញុំនឹងបានស្ករគ្រាប់ ចិនទើកុំទឹក កុំខ្លាចអីតារានោះស្លាប់ហើយគាត់ទារប្រាក់ឈ្នួលក៏ទៅឆ្លុះគេហើយត្រូវគេវាយស្លាប់ មិនអត់ទេអ្នកកំពុងកុហកខ្ញុំ ហេតុយាខ្ញុំត្រូវកុហកអ្នកបានលុយគ្រូសាតារាហើយផ្ទះផងមកជាមួយខ្ញុំវិញអ្នកនៅតែអាចជាស្រីរបស់ខ្ញុំបានពេលអ្នកមានផ្ទៃពោះខ្ញុំសន្យាខ្ញុំនឹងមិនវាយអ្នកទេឬស្រែកដាក់អ្នកយើងនឹងមានជីវិតល្អជាមួយគ្នា សបិនខឿនទៅខ្ញុំស្លាប់ទៅវិញល្អជាង
ជីគៀងត្រឡប់ទៅគ្រូសាចាំងវិញហើយខ្ញុំនឹងមិនមានកូនជាមួយអ្នកឡើយដូចជាណាសំនឹងបានវិដែរ អ្នកមានឱកាសធ្វើល្អហើយឥឡូវនេះអ្នកនឹងទទួលវិធីដ៏លំបាក Go for តើធ្វើអ្វីដែលខ្ញុំបង្រៀនអ្នកឥឡូវនាងជាភរិយារបស់អ្នក ភរិយាបង្កើតកូន អ្នកកំពុងសុំរឿងតារាស្លាប់ហើយអ្នកបោកអ្នកណាថ្ងៃនេះខ្ញុំនឹងដោះស្រាយរឿងនេះដោយខ្លួនឯងតោះមើលថាអ្នកហ៊ានស្រែកទៀតទេមកឯងប៉ះស្ត្រីរបស់ខ្ញុំ ហើយអញហ៊ានជូនពរឲ្យខ្ញុំស្លាប់ថ្ងៃនេះខ្ញុំនឹងវាយអញឲ្យស្លាប់មនុស្សថោកទាប តារ៉េអ្នកនរោអូគុណប្រែខ្ញុំគិតថាខ្ញុំនឹងមិនបានជួបអ្នកទៀតទេ ខ្ញុំសំទោសខ្ញុំធ្វើឲ្យអ្នកបារម្ភខ្ញុំមិនអីទេចៅហ្វាយដែលជំពាក់ប្រាក់ឈ្នួលខ្ញុំឃុំខ្ញុំប៉ុន្មានថ្ងៃខ្ញុំមិនអាចត្រឡប់មកទាន់ពេលទេ សម្លាញ់មានបញ្ហាអីអ្នកមិនអីទេ ខ្ញុំមិនអីទេប្រហែលជាគ្រាន់តែភ័យកុំគិតច្រើនពេក សម្លាញ់អ្នកតើអ្នកមានផ្ទៃពោះមែនទេតើអ្នកកំពុងមានកូនរបស់យើងទេ សុខា ខ្ញុំមិនដឹងទេខ្ញុំមានអារម្មណ៍នឿយហត់ថ្មីនេះណាហើយខ្ញុំគ្មានចំណង់អាហារទេ សុខាអូនជាស្ត្រីខ្មាស់ម៉េចបានជាអូនមានផ្ទៃពោះជាមួយកូនឆ្កែរបស់តារាហើយខ្ញុំនឹងលងទឹកអូនក្នុងទ្រង់ ឯងហ៊ាន សម្លាញ់គុំស្ដាប់ពីឥតប្រយោជន៍របស់គេអូនឈឺកន្លែងណាទេមកយើងនាំអូនទៅគ្លីនិកក្នុងស្រុកឥឡូវនេះដើម្បីពិនិត្យសុខភាព ខ្ញុំមិនអីទេខ្ញុំគ្រាន់តែបារម្ភអំពីមីលីប្រសិនបើគាត់ដឹងថាខ្ញុំមានផ្ទៃពោះគាត់ប្រកាសជាមកទីនេះហើយរករៀង កុំបារម្ភប្រុសរបស់អូនមិនមែនជាមនុស្សទន់ខ្សោយទេគ្មាននរណាហ៊ានប៉ះពាល់ខ្ញុំទេតារាឬក៏ស្ត្រីនឹងកូនរបស់ខ្ញុំក្មេងនោះមិនទាន់កើតផង តែ គ្មានតែទេកូននេះជារបស់ខ្ញុំមកមើលអ្នកណាហ៊ានហៅខ្ញុំថាជាអ្នកចាញ់ដែលគ្មានកូនទៀត សុខាឯងចាំមើលឯងក្បត់ខ្ញុំស្រីថោកទៀតខ្ញុំនឹងធ្វើឲ្យជីវិតឯងคล้ายជាឋានរក សុខាតារ៉េ កុំខ្លាចសម្លាញ់ បើកវាយសុខាមានផ្ទៃពោះកូនរបស់គ្រូសាវិទូនាងត្រូវតែត្រឡប់ទៅគ្រូសាវិទូជាមួយខ្ញុំនៅថ្ងៃនេះសុខាអេងជីកូនស្រីអត្តញ្ញូមកហ៊ាននាំចូលប្រុសជាទីស្រឡាញ់របស់ខ្ញុំរត់ទៅហើយរីកាទៀតខ្ញុំមិនដែលអនុញ្ញាតរឿងនេះកើតឡើងទេនាងមកជាមួយខ្ញុំឥឡូវនេះណាត់ទាំងអស់គ្នាមកមើលលឿនតារ៉ាអ្នកខាងក្រៅម្នាក់នេះបានរួមដៃជាមួយស្រុកថោកទាបសុខានោះដើម្បីលួចអ្នកស្នងម៉ូដរបស់គ្រូសាវិទូលួចកូនប្រសាស្រីខ្ញុំមិនទាន់លំទេឥឡូវគាត់ចង់លួចចៅប្រុសរបស់ខ្ញុំទៀតតើលោកនេះគ្មានយុទ្ធធម៌ទេ អ្នកណានឹកស្មានថាតារាល្ងងយ៉ាងនេះ យកស្រីពេទ្យារបស់អ្នកដតីមកហើយចិញ្ចឹមកូនអ្នកដតីដោយរីករាយគឺសុខានេះហើយដែលទៅនៅជាមួយគ្រូសាតារាតែកន្លះខែទេហើយអ្នកណាដឹងប្រហែលជាកូននោះពិតជាកូនរបស់វិធូកុំទៅខាងក្រៅញ៉ៃញ៉ៃណាស់បើអូនតូចចិត្តហើយប៉ះពាល់ដល់អូនឬកូនក្នុងផ្ទៃធ្វើយ៉ាងម៉េចទុកឲ្យខ្ញុំដោះស្រាយខ្ញុំសន្យាថាអូនមិនត្រូវអាម៉ាស់ទេ
ខ្ញុំក្រានតែចង់ប្រាប់ពលរបស់តារាហេតុអ្វីបានជាចិត្តខ្ញុំរញ៉េរញ៉ៃម្លេះតាមពិតការរត់នៅជាមួយគាត់ហេតុមិនអាក្រក់ទេ មេលែកុំកាត់ទុកខ្លាំងពេកគ្រាន់តែប្រញាប់ប្រគល់គេដំណើរគ្រួសាររបស់តារាវិញខ្សែត្បូងថ្មនោះរួចនាំសុខាត្រឡប់ទៅគ្រួសារវិធើវិញហើយរស់នៅឲ្យមានរបៀបរៀបរយ ប្រកបខ្សែវិញមិនអត់ទេសុបិនទៅខ្សែនេះគ្រាន់តែជាសំណងរបស់តារាដែលបបបន្សោតខ្ញុំហើយវាជាអ្វីដែលគ្រួសារវិធូស្នឹងទូបានកូនក្នុងដៃរបស់សុខាគឺជាកូនរបស់វិធូខ្សែក៏ជារបស់យើងដែរហើយយើងនឹងមិនព្រមទូលអ្វីទឹកជាងនេះទេ បាននិយាយបង្កាច់បង្ខូចភរិយាខ្ញុំមួយម៉ាត់ទៀតខ្ញុំនឹងបោះអ្នកចេញទៅឲ្យឆ្កែស៊ីកូនដែលសុខាកំពុងផ្ទៃនោះជាកូនរបស់ខ្ញុំវាគ្មានអ្វីពាក់ព័ន្ធជាមួយគ្រួសារវិធូទេល្បិចចុកខ្វក់ដែលអ្នកធ្វើបង្ខំសុខាឲ្យទៅពុះជំនួសជាមួយវិធូខ្ញុំអាចទ្រាំលែងខ្វល់ពីរឿងនោះប៉ុន្តែបើអ្នកនៅតែបន្តទៀតខ្ញុំនឹងធ្វើឲ្យអ្នកភូមិទាំងអស់ដឹងថាវិធូជាមនុស្សគ្មានកូនជាប្តីមានប្រពន្ធផិត គុំមកគំរាមខ្ញុំកូននៅក្នុងใจសុខាគេឈាមសក្តិគ្រួសារវិធូទាំងស្រុងនាងអាចត្រឡប់ទៅគ្រួសារវិធូជាមួយខ្ញុំឬក៏នៅទីនេះជាមួយណាប៉ុន្តែពេលកូននោះកើតមកវាជាកម្មសិទ្ធិរបស់គ្រួសារវិធូ មីលីកូនប្រុសរបស់អ្នកមិនអាចមានកូនបានទេបង្ខំភរិយាគាត់ឲ្យពូជំនួសគួរឲ្យអាម៉ាស់ណាភូមិទាំងមូលមិនដឹងទេហើយអ្នកនៅតែហ៊ានមកលូតកូននេះថ្ងៃនេះក្នុងនាមគ្រួសារតារាខ្ញុំនឹងបង្រៀនមេរៀនមួយដល់អ្នកឯងស្រីចំណាស់អាក្រក់អត់អៀងខ្មាស់ឯងហ៊ានវាខ្ញុំនេះជារឿងរវាងខ្ញុំនិងតារាតាវីតេតងអ្វីនឹងមនុស្សក្រៅដូចណា អ្នកថាវាគ្មានអ្វីតេតុងនឹងខ្ញុំទេតារាជាកូនប្រុសរបស់ខ្ញុំតាមឈ្មោះរឿងរបស់គាត់ក៏ជារឿងរបស់ខ្ញុំដែរទីថ្លាគ្រួសារតារានេះក៏ជាដែនរបស់ខ្ញុំដែររកវរណា អ្នកកំពុងបង្ករៀងនៅលើដែនរបស់ខ្ញុំ ខ្ញុំមានសិទ្ធិពេញលេងវាណា កូនដែលសុខាកំពុងពោគឺជាពូជពងសរបស់គ្រួសារវិធូខ្សែក្បូងធ្មនុជារបស់យើងកូនក៏គូតែជារបស់យើងដែរ រឿងអាសូររបស់គ្រួសារវិធូភូមិទាំងមូលដឹងក៏ហើយកូនប្រុសរបស់អ្នកជាមនុស្សបែបណា អ្នកមិនដឹងតតែសោះរឿង ហើយអ្នកនៅតែរៀនមកទីនេះហើយធ្វើឲ្យខ្លួនឯងអាម៉ាស់នោះចេញពីតែគ្រួសារដារហេឡូនេះបើអ្នកនៅមួយវិនាទីទៀតខ្ញុំនឹងឲ្យអ្នកភូមិទាំងដល់មកដើម្បីបញ្ជូនណាយើងនឹងលាតត្រដាងអាចកំបាំងខ្វល់ទាំងកោរបស់គ្រួសារវិធូយើងនឹងធ្វើឲ្យប្រកថែអ្នកមិនអាចលើកបាល់ឡើងនៅក្នុងភូមិនេះទៀត សំឡឹងមើលអ្វីប្រចាំទៅ ហេតុអ្វីបានជាអ្នកចេញមក សុខាអ្នកប្រាកដជាបានឆ្លងកាត់រឿងច្រើនណាស់ទើបតែឡូវនេះត្រូវបានស្រីស្គួតនោះបង្កើតបង្ខូចបែបនេះអ្នកប្រាកដជាភ័យខ្លាចណាស់យកស្កតណតនេះទៅវានឹងជួយបង្កើនកម្លាំងរបស់អ្នកស្ត្រីមានផ្ទៃពោះមិនគួរទៅចិត្តទេប៉ុន្តែឡូវអ្នកមានផ្ទៃពោះហាញ់ចាំមកចាប់តែលើពុកគាត់បន្សល់ទុកទ្រព្យសម្បត្តិលិខិតកម្មសិទ្ធិធ្លីជាដើមយើងត្រូវបែងចែកវាឲ្យបានត្រឹមត្រូវយើងមិនអាចលំអៀងបានទេអ្នកដឹងទេមែនទេអរគុណសម្រាប់ការខ្វល់ខ្វាយរបស់លោកស្រីបុប្ផាប៉ុន្តែចំពោះការមានផ្ទៃពោះនេះមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេប្រហែលជាខ្ញុំគ្រាន់តែហត់ថ្មីនេះទេសូមកុំចំណាយការខំប្រឹងឬលុយកាសសម្រាប់ខ្ញុំទេហើយចំពោះ Mort Wing ក្នុងនាមជាមនុស្សក្រៅខ្ញុំមិនគួរជាប់ពាក់ព័ន្ធទេតើអ្នកនិយាយអ្វីឥឡូវអ្នកនៅជាមួយតារាហើយឥឡូវអ្នកជាសមាជិកគ្រួសារតារាហើយមិនក៏អ្នកទៅជាមនុស្សក្រៅបាន បើភរិយាខ្ញុំថាទេនោះគឺទេនាងជាភរិយាខ្ញុំនឹងមើលថែនាងដោយខ្លួនឯងអ្នកគួរតែបារម្ភពីខ្លួនឯងសិន តារាតើអ្នកមានន័យយ៉ាងណាទៅតារាខ្ញុំធ្វើបែបនេះដើម្បីគ្រួសារតែប៉ុណ្ណោះ ល្មមហើយចាប់ពីពេលនេះទៅអ្នកមិនស្វាគមន៍នៅទីនេះទៀតទេចាប់ពីពេលនេះទៅខ្ញុំនិងភរិយាខ្ញុំមិនត្រូវការអ្នកមកជ្រៀតជ្រែកកិច្ចការរបស់យើងទេចេញទៅឥឡូវនេះ តារាវាទាំងអស់ដោយសារតែខ្ញុំតែធ្វើឲ្យគេនិយាយដើមណាស់ប្រហែលជាយើងគួរទៅទីក្រុងហើយធ្វើតេស្តអ្នកឧបកណ្ដឹងខ្ញុំមិនចង់ឲ្យអ្នកភូមិនិយាយដើមណាស់ពីក្រោយខ្នង
ទេសដនាឪពុកអ្វីក្រៅពីខ្ញុំតាអ្នកណាអាចមានសមត្ថភាពដល់ថ្នាក់នោះក្នុងការធ្វើឲ្យអ្នកមានផ្ទៃពោះក្នុងមួយយប់តែប៉ុណ្ណោះ គុំលេងសើមិនក៏ណាក់និយាយបែបនេះក្នុងពេលបែបនេះ កូហ្វាល់ខ្ញុំត្រូវការឯងធ្វើអ្វីមួយឲ្យខ្ញុំពេលធ្វើរួចខ្ញុំនឹងឲ្យឯង$50ឯងនឹងមិនខាតអ្វីឡើយ គ្រាន់តែប្រាប់ខ្ញុំមកវិធូថាត្រូវការអីមិនថាលំបាកយ៉ាងណាទេខ្ញុំនឹងធ្វើឲ្យបានសម្រេចសម្រាប់អ្នកសម្លាញ់អ្នកភ្ញាក់ហើយនេះញ៉ាំស៊ុបស្ករត្នោតទាំងនេះខណៈក្តៅវានឹងជួយអ្នកឲ្យមានកម្លាំងឡើងវិញហើយវាល្អសម្រាប់ទារក ទារកកូនរបស់យើង សុខាមានរឿងអ្វីឈឺត្រង់ណាសុខាមានរឿងអ្វី អូយមានរឿងអ្វីកើតឡើងមើលទៅដូចជានាងមិនមានវាសនាមានកូននេះទេ គ្រូពេទ្យសូមជួយសង្គ្រោះប្រពន្ធខ្ញុំផង តារាស្ងប់ស្ងាត់សុខាជាមនុស្សល្អនាងនឹងមិនអីទេអ្វីនឹងល្អបាទគ្រូពេទ្យនឹងប្រកាសជាជួយសង្គ្រោះទាំងសុខានិងទារកកុំបារម្ភច្រើនពេក អ្នកណាជាសាច់ញាតិអ្នកជំងឺ ភរិយារបស់ខ្ញុំមិនដែរទារកមិនដែរ ឥឡូវនេះអ្នកស្ដាយក្រោយហើយនៅពេលនោះអ្នកណៃណា ภรรยาរបស់អ្នកខ្សោយរួចទៅហើយកំពុងមានផ្ទៃពោះទៀតហើយណាពិតជាឯនាងលេបថ្នាំបញ្ចុះលាមកប្រសិនបើអ្នកមកយឺតត្រឹមតែ10នាទីការបាត់បង់កូននឹងក្លាយជារឿងតូចតាចបំផុតម្ដានអាចនឹងត្រូវបន្សល់ទុកជាមួយផលវិបាកអស់មួយជីវិតតើអ្នកមើលថែនាងឡើងម៉េច ខ្ញុំមិនបានមើលថែនាងឲ្យបានល្អទេគ្រូពេទ្យខ្ញុំអង្វរអ្នកត្រូវតែសង្គ្រោះទាំងម្ដាយនិងកូនមិនថាត្រូវធ្វើអ្វីក៏ដោយ អញ្ចឹងអ្នកមានសំណាងហើយអ្នកនាំនាងមកទាន់ពេលទារកនៅល្អសម្រាប់ពេលនេះប៉ុន្តែម្ដាយនៅតែខ្សោយនាងនៅតែសន្លប់នាំនាងមកវិញក្នុងរយៈពេល3ថ្ងៃសម្រាប់ការពិនិត្យផ្ទៃពោះពេញលេញបើណា twist ប្រហែសបែបនេះម្ដងទៀតសូម្បីតែអភូថេតក៏មិនអាចសង្គ្រោះនាងបានដែរ តារាយើងបានព័ត៌មានហើយម្សិលមិញវិធូបានលួចលាក់ទៅទិញថ្នាំបញ្ចុះលាមកគាត់ថែមទាំងសួរយ៉ាងច្បាស់លាស់ថានឹងមានអ្វីកើតឡើងបើស្ត្រីមានផ្ទៃពោះលេបពីវិធូថ្ងៃនេះខ្ញុំនឹងបកស្បែកអ្នកទាំងរស់ស្ងាត់តោះត្រឡប់ទៅវិញកុំដាស់នាងយល់ហើយ សម្លាញ់ខ្ញុំសុំទោសណាស់ខ្ញុំមិនអាចការពារអ្នកបានទេពេលអ្នកភ្ញាក់ឡើងអ្វីនឹងល្អទៅវិញរឿងនេះខ្ញុំនឹងដោះស្រាយវាឲ្យអ្នកហើយមីលីកូនក្នុងពោះសុខាពិតជារបស់គ្រូសាវិធូរបស់អ្នកជើបរົບដ៏មានតម្លៃ ត្រូវហើយ
ខ្ញុំមានកិច្ចការត្រូវដោះស្រាយពីមុនដូច្នេះខ្ញុំបានសុំតារាឲ្យមើលថែនាង2 3ថ្ងៃឥឡូវប្រពន្ធខ្ញុំមានផ្ទៃពោះតើគាត់មានជំរឿអ្វីក្រៅពីប្រកល់នាងមកឲ្យខ្ញុំដើម្បីឲ្យខ្ញុំមើលថែនាង មកទៅចុះអ្នកណាដឹងថានាងកំពុងមានសំណាងបែបណាពួកគេធ្លាប់ឲ្យនាងថាគ្មានកូនមេបានជានាងមានផ្ទៃពោះភ្លាមបើខ្ញុំថាប្រហែលជាកូនអតិឆានតែនាងព្យាយាមបោះឲ្យគ្រួសារវិធូ តារាទីបំផុតអ្នកត្រឡប់មកវិញកាលពីមុនខ្ញុំនៅក្មេងហើយល្ងងសូមមានចិត្តធំហើយកុំចង់គំនុំខ្ញុំពិតជាដឹងគុណអ្នកណាស់លើកនេះបើអ្នកមិនបានការពារប្រពន្ធខ្ញុំកាលពីពេលនោះកូននេះប្រហែលជាមិនបានកើតមកទេតារាអ្នកជាមនុស្សពូកែបំផុតនៅក្នុងភូមិយើងចុះបើឲ្យកូនប្រុសខ្ញុំហើយអ្នកថាឪពុកធัวតារាបើអ្នកគិតថាខ្ញុំមិនសមនោះទៅចុះគ្រាន់តែប្រកល់ប្រពន្ធខ្ញុំមកឲ្យខ្ញុំទាំងស្រុង គិតថាអ្នកមិនសមមិនមែនតតែសោះអ្នកសរសើរខ្ញុំពេកហើយប៉ុន្តែអំពីការធ្វើជាឪពុកធម៌របស់គាត់ខ្ញុំគិតថាយើងអាចកាត់ពាក្យធម៌ចោល អ្នកកំពុងនិយាយអ្វី ឪពុកធម៌ខ្ញុំមិនមែនឪពុកធម៌ទេខ្ញុំជាឪពុកបង្កើតរបស់ក្មេងនោះ អ្វី ឪពុកបង្កើតប្រពន្ធរកប្រពន្ធខ្ញុំចង់បានប្រពន្ធមានកូនរកប្រពន្ធខ្ញុំចង់បានប្រពន្ធមានកូនមានអ្នកណាចង់លេងជាមួយខ្ញុំទេ អ្នកកំពុងធ្វើឲ្យខ្លួនឯងអាម៉ារៀបចំពិធីជប់លៀងសម្រាប់កូនណាប់ផ្សេងហើយអបអរដូចជាកូនខ្លួនឯងមែនទេខួរក្បាលឯងងប់ហើយឬក៏ធ្លាក់ពីលើកបាពេលកើត ច្បាស់ណាស់ប្រពន្ធគាត់កំពុងមានកូនខុសច្បាប់ ហើយគាត់សប្បាយចិត្តខ្លាំងណាស់ភ្នាល់ថាគាត់មិនដែរសំបីតែឃើញទារកំដងក្នុងជីវិតរបស់គាត់ហេនេះជាកំហុសទាំងអស់របស់ហែងអាឡម៉ូតែងតែបង្កប់បញ្ហាធ្វើម៉េចឲ្យខ្ញុំដឹងថាវាជាកូនខុសច្បាប់ខ្ញុំមិនដឹងអីសោះ វិធូអាក្រក់វិធូវីខ្ញុំពីមុនគាត់បង្ខំខ្ញុំតែអ្វីមួយក្នុងទឹកសុខាគាត់វីខ្ញុំបើខ្ញុំមិនធ្វើ ឯងកំពុងនិយាយកុហកអាឡម៉ូរឿងនោះមិនដែលកើតឡើងទេអ្នកណាប្រាប់ឯងឲ្យដាក់អីចូលបិទមាត់ឥឡូវនេះ ខ្ញុំមិនកុហកទេគឺវិធូឯងហើយដែលឲ្យថ្នាំខ្ញុំឯងថាពេលនាងផឹកវាសុខានឹងបាត់បង់កូនអាឡងង បើឯងនិយាយច្រើនទៀតខ្ញុំនឹងសម្លាប់ឯងទោះបីជាកូននៅក្នុងពុះសុខាជាកូនខុសច្បាប់ក៏ដោយព្រោះនាងជាស្រីពេស្យាខ្ញុំសុខចិត្តឲ្យនាងបំបត្តិកូនខុសច្បាប់នោះជាជាងឲ្យនាងធ្វើឲ្យខូចឈ្មោះគ្រូសាវិធូអូ វិធូឯងស្លាប់ហើយហ៊ានប៉ះកូនខ្ញុំមើលខ្ញុំនឹងសម្លាប់ឯងតារាយើងរកឃើញហើយយើងបានរកឃើញរបស់នេះនៅក្នុងផ្ទះបាយរបស់វិធូលាក់ក្នុងថតសម្ងាត់របស់ទូនេះហើយជាអ្វីដែលធ្វើឲ្យសុខាឈឺវិធូយើងចាប់ឯងបានផ្ទាល់ដៃឯងទិញថ្នាំបញ្ចុះលាមកដើម្បីធ្វើបាបប្រពន្ធនិងកូនរបស់ខ្ញុំហើយឯងនៅតែហ៊ានធ្វើល្ងងហើយចោទប្រកាន់លើកុសលភុស្តាំងនៅទីនេះនៅចំពោះមុខឯងមើលឯងកិច្ចពីរឿងនេះអ្នកទាំងអស់គ្នាបានឃើញអ្វីដែលកើតឡើងហើយគឺជាមនុស្សកំសាឥតឆ្អឹងខ្នងនេះគាត់បានទិញថ្នាំបញ្ចុះលាមកហើយឲ្យកុសលលួចដាក់វាចូលទៅក្នុងទឹករបស់សុខាហើយធ្វើឲ្យនាងឈឺពោះយ៉ាងខ្លាំងនាងស្ទើរតែរលូតកូនកូនដែលនាងកំពុងមានផ្ទៃពោះគឺជារបស់ខ្ញុំតាំងពីដើមមកកាលពីមុនគាត់បង្ខំកុសលឲ្យរំលោភនាងខ្ញុំទៅដល់ទាន់ពេលហើយបានសង្គ្រោះនាងចាប់ពីពេលនោះមកសុខាលែងជាប់តាក់ទងជាមួយគាត់ទៀតជារៀងរហូត ខ្ញុំអត់ត្រាំលែងបានហើយតើជីវិតបែបណាសម្រាប់សុខាជាមួយគ្រូសាវិធូធ្វើការហាប់ពីព្រលឹមដល់ប្រឡប់នាងមិនដែលបានបាយល្អសោះឡើយនោះមិនមែនជាភរិយាទេនាងគ្រាន់តែជាអ្នកបម្រើប៉ុណ្ណោះអ្នករាល់គ្នាដឹងថាវិធូទេដែលគ្មានកូនជំនួសការទទួលស្គាល់គាត់បែរជាបន្ទោសអ្វីទាំងអស់ទៅលើសុខាផ្សាយពាក្យកុហកនិងបង្កើតបង្ខូចណាងនៅគ្រប់ទីកន្លែងហើយក៏អាក្រក់ម្ល៉េះ អ្នកកំពុងតែพูดកុសកិតខ្មាស់តារាបង្កើតបង្ខូចខ្ញុំសុខានិងខ្ញុំបានរៀបចំពិធីមង្គលការនៅទីនេះក្នុងភូមិទោះបីគ្មានលិខិតក៏ដោយនាងនៅតែជាភរិយារបស់គ្រូសាវិធូសុខាទេដែលមិនស្មោះត្រង់នាងបានរួមរស់ជាមួយតារាមានផ្ទៃពោះកូនខុសច្បាប់ហើយឥឡូវបែរជាខំវិញខ្ញុំទេដែលជាអ្នកមានបញ្ហាមិនអាចជាខ្ញុំមើលទៅដូចជាអ្នកមិនទាន់រៀនមេរៀនទេ តារ៉ាកុំនួតពេកអ្នកគ្រាន់តែជាអ្នកក្រៅដែលមករកស៊ីក្នុងភូមិយើងអ្នកណាឲ្យសិទ្ធិអ្នកមកគំរាមគេនៅទីនេះហើយឥឡូវអ្នកហ៊ានលួចកូនប្រសាស្រីនិងចៅប្រុសរបស់ខ្ញុំអ្នកគិតថាគ្រាន់តែអ្នកខ្លាំងអ្នកអាចធ្វើតាមចិត្តបានមែនទេខ្ញុំបានផ្ញើដំណឹងទៅឃុំហើយដើម្បីសុំជំនួយអ្នកស្លុបអង្កេតមកពីឃុំនឹងមកដល់នៅពេលណាមួយផ្លែទៀតចូលមើលថាមនុស្សស្កាច់ដូចណានឹងបញ្ចុលខ្លួនឯងយ៉ាងណាចំពោះអាញាធរ
ជួយព្រះអរិយមន្ត្រីមីឡូណាត់ត្រូវតែជួយយើងសូមតយុទ្ធធួដល់ពូយើងតារាមិនមែនគ្រាន់តែវាងណាស់អតីតទេគាត់ថែមទាំងប្រកាសថាកូនប្រសាស្រីរបស់ខ្ញុំកំពុងមានតែពូកូនរបស់គាត់ទៀតផងគាត់ព្យាយាមលុបបំបាត់ពូជពងស្វងស្រកូលគ្រួសារវិទូ មន្ត្រីមីឡាមើលអ្វីដែលតារាធ្វើចំពោះខ្ញុំហើយគាត់មានមុខចោទប្រកាន់ខ្ញុំថាដាក់ថ្នាំឲ្យសុខាគាត់នឹងហើយដែលនៅពីក្រោយរឿងទាំងអស់នេះគាត់សម្លឹងមើលសុខាយូរណាស់ហើយគាត់ចង់ចាប់ចម្រិតនាងគាត់យករឿងនោះធ្វើជាលេសវាយខ្ញុំហើយឥឡូវគាត់កំពុងចោទប្រកាន់ខ្ញុំ មន្ត្រីមីឡូគុំស្ដាប់ពាក្យអមិនសម្ហេតុផលរបស់ពួកគេរឿងមិនមែនកើតឡើងបែបនោះទេត្រឹមត្រូវហើយមន្ត្រីមីឡូរឿងនេះមិនមែនអំពីការចាប់ចម្រិតទេមើលពីអ្នកនេះទៅពួកគេគ្រាន់តែជាអ្នកមានទោសដែលរកលីងមុនគេប៉ុណ្ណោះឃើបសំឡេងអ្វីនេះនឹងមានយុទ្ធថនវាមិនមែនជាកន្លែងរបស់អ្នកដើម្បីជ្រៀតជ្រែកទេតារានៅកណ្ដាលថ្ងៃភ្លឺបានវាយអ្នកដទៃនឹងចោទប្រកាន់មិនពិតគាត់បានព្យាយាមចាប់ចម្រិតស្ត្រីមានប្តីចាប់ខ្លួនគាត់នាំគាត់ទៅឃុំសម្រាប់សួរចម្លើយ មន្ត្រីមីឡយើងរកឃើញកញ្ចប់ថ្នាំបញ្ចុះលាមកនេះលាក់ទុកក្នុងផ្ទះបាយរបស់វិធូភរិយាខ្ញុំនៅតែនៅគ្លីនិកក្នុងស្រុកយើងស្ទើរតែបាត់បង់កូនរបស់យើងអ្វីដែលខ្ញុំចង់បានថ្ងៃនេះគឺឲ្យគ្រូសាវិធូផ្ដល់ការពន្យល់ឲ្យភរិយាខ្ញុំនេះគឺជាការគៀបសង្កត់របស់ពួកគេ ខ្ញុំមិនបានធ្វើវាទេនៅពេលដែលសុខាមានគ្រោះថ្នាក់នោះខ្ញុំនៅផ្ទះលោកតាស្មៃនៅខាងលិចដើម្បីជួយការងារមានមនុស្សជាច្រើនអាចបញ្ជាក់បានសម្រាប់ខ្ញុំគាត់កំពុងបង្កាត់បង្ខូចខ្ញុំ ត្រឹមត្រូវហើយមន្ត្រីមីឡូទាំងដងនេះគឺជាការធ្វើរបស់តារាគាត់កំពុងព្យាយាមបន្ទោសមកលើពូយើង តើខ្ញុំធ្លាប់ប្រាប់អ្នកពីពេលដែរសុខាមានគ្រោះថ្នាក់របស់នាងទេ អញ្ចឹង អ្នកពិតជាគិតថាខ្ញុំមិនមានផែនការបំរុងទេអ្នកគិតថាខ្ញុំនឹងប្រឈមមុខជាមួយអ្នកដោយមានតែថ្នាំបញ្ចុះលាមកនេះជាភស្តុតាងនេះហើយគឺជាលិខិតជំពាក់ប្រាក់ដែលមីលីចុះហត្ថលេខាដោយខ្លួនឯងសរសេរច្បាស់ណាស់នាងបានយកពីគ្រួសារយើងខ្សែត្បូងថ្មរំពូជដើម្បីទិញសេរីភាពរបស់សុខាពីគ្រួសារវិធូដើម្បីរំដោះនាងវាច្បាស់លាស់ណាស់ស្នាមមេដៃរបស់នាងនៅទីនោះហ៊ានបដិសេធថាអ្នកមិនបានចុះហត្ថលេខាទេ ខ្ញុំមិនដែលចុះហត្ថលេខាលើវីទេវាខ្លាំងក្លាតារាបង្ខំខ្ញុំមកធ្វើ ហើយនេះគឺជាការសារភាពពីម្ចាស់អស្ថានបូករួមទាំងទីបន្តពីលោកតាជូននៅខាងចុងខាងកើតភូមិគាត់បានឃើញវិធូដោយភ្នែករបស់គាត់នៅច្រកចូលភូមិញុះញង់កុសលឲ្យចាក់អ្វីមួយចូលទៅក្នុងធុងទឹកដើម្បីបំពុលវាសាក់សីទាំងពីរត្រៀមខ្លួនធ្វើសក្ខីភាពនៅឃុំគ្រប់ពេល ស្តាងរឿងមុំណាតើមើលម្ដាយកូនទាំងពីរនោះព្យាយាមគេខ្លួនពីលឿងនេះយ៉ាងម៉េចយុទ្ធថនត្រូវបានសម្រេចហើយពួកគេសំនឹងត្រូវគុំខាំងពិតប្រាកដណាស់ចាប់ដាក់គុកលើនេះពួកគេគ្រាន់តែជារឿងរ៉ាវ នេះជាការបោកប្រាស់អ្នកទាំងអស់គ្នាកំពុងផ្ដោះបង្កាច់ខ្ញុំមិនបានទិញថ្នាំបញ្ចុះលាមកទេហើយខ្ញុំមិនបានប្រាប់កុហកឲ្យធ្វើអ្វីទេគ្មានអ្វីពិតទេ ឃើបផុសតាងច្បាស់លាស់គាត់ខ្លួនវិធូនាំគាត់ទៅឃុំទុកឲ្យច្បាប់ដោះស្រាយជាមួយគាត់តែ ហ៊ានយកកូនប្រុសខ្ញុំទេអាណមិនអាចគាត់មិនទៅតារាតបបង្កាត់គាត់គុំស្ដាប់ពាក្យឲ្យគាត់ មីលីគាត់ធ្វើអ្វីមួយទៀតអ្នកនឹងទៅជាមួយគាត់ តារាគុំសប្បាយពេកខ្ញុំនឹងធ្វើឲ្យអ្នកវិបរិស័យ ថៅកែសុខាភ្ញាក់ហើយនាងកំពុងសួរថាពេលណាអ្នកត្រឡប់មកវិញមន្ត្រីមីឡខ្ញុំជឿជាក់ថាអ្នកនឹងធ្វើឲ្យយុទ្ធធរកើតឡើងខ្ញុំត្រូវទៅគ្លីនិកក្នុងស្រុកដើម្បីនៅជាមួយនាង កូនសម្លាញ់របស់ម៉ាក់ គ្រូនរបស់អ្នកបាត់អស់ហើយចង្វាក់បេះដូងទារកក៏មានស្ថិរភាពអ្នកត្រូវសម្រាកនិងញ៉ាំអាហារឲ្យបានល្អដើម្បីឲ្យឆាប់ជាសះស្បើយ សម្លាញ់អ្នកភ្ញាក់ហើយវាជាកំហុសរបស់ខ្ញុំដែលធ្វេសប្រហែសមិនបានការពារអ្នកនឹងកូនហើយទុកឲ្យអ្នកឈឺចាប់ខ្លាំងម្ល៉េះ
นักมันดังเจตามปีนักดูสันลับเมาพได้ระบอนักบานรงจำเนื้อขางใครพายเนื้อตามสาวทำเปยุก អង្គុយងុយដេកលើកៅអីអ្នកទាំងពីរផ្អែមល្ហែមណាស់ มันแม่นที่กำโฮสระบอนาเจขยมมันไอเจให้กูนก็มันไอได้โดยเฉพาะกมบันจุสครูแนง ចាប់ពីពេលនេះទៅបើអ្នកណាហ៊ានមករករឿងអ្នកនឹងកូនមិនថាជាអ្នកណាទេខ្ញុំនឹងហែកស្បែកវាទាំងរួម ได้ได้ขยมตุกจิตนะปนได้จำแนกมาเลียนังวิทูขยมสงอท้าได้ปูเกนังมกรกรีนจังเจฟรูขยมคลายปูเก็บสีเยี่ยมทั่วบาปขยมนังโกนดองเตียด កុំខ្លាចអីពួកគេមិនអាចបង្កបញ្ហាទៀតទេព្រោះវិធូត្រូវបានអាជ្ញាធរឃុំចាប់ខ្លួននិងត្រូវបានឃុំខ្លួនហើយដោយមានភស្តុតាងច្បាស់លាស់គាត់នឹងត្រូវឃុំខ្លួនមួយរយៈពេលនេះអ្វីដែលសំខាន់បំផុតគឺឲ្យអ្នកនិងកូនបានសម្រាកនិងជាសះស្បើយ ครูเป็ดตายมีนปัญหาไว้มวยนึกน้องพวกขยมโคนตาโกนเหมือนอาจโรบานเดอร์เมนเพียบโคตรตรงเดรย์ ប្រាប់យើងត្រង់ទៅគ្រូពេទ្យខ្ញុំនឹងចំណាយអស់តាមតែត្រូវការសូមសង្គ្រោះភរិយាខ្ញុំនិងកូនផងខ្ញុំសុខចិត្តឲ្យអាយុខ្ញុំខ្លីទៀតផង มันบัดเพยไอเดย์วิชีดำนังละอชีดำนังละอបំផុតนักเมนเกินเลือกปีๆអ្នកនៅក្នុងពោះ គ្រូពេទ្យលោកទៅតែថាអីលើសពី2អញ្ចឹងប៉ុន្មាន 3ខ្ញុំរាប់3ដងហើយម្ដងទៀតមានចង្វាក់បេះដូង3យ៉ាងច្បាស់នៅកំពុងមានកូនភ្លោះ3 កូនភ្លោះ3មែនទេខ្ញុំតារានឹងក្លាយជាឪពុកកូន3នាក់គ្រូពេទ្យលោកប្រកាសទេថារាប់មិនខុស មើលដោយខ្លួនឯងទៅបន្តចង្វាក់បេះដូង3ច្បាស់ដូចថ្ងៃអាចរាប់ខុសយ៉ាងម៉េចទៅធ្វើខ្លួនឲ្យស្ងប់សិននៅពោះនាទីនេះកុំក្រែនដែលរីក្រេព្រោះកូនភ្លោះ3មានគ្រោះថ្នាក់ជាងការពុះទល់ឆ្ងាយណាស់ម្ដាយងាយនឹងខ្វះអាហារូបត្ថម្ភនិងការសម្រានកូនមិនគ្រប់ខែដូច្នេះគាត់ត្រូវតែពិនិត្យសុខភាពទៀងទាត់ហើយការហូបចុកការសម្រាកនិងអារម្មណ៍របស់គាត់មួយណាក៏មិនអាចខ្វះប្រហែសបានដែរបើមិនប្រយ័ត្នទេទាំងម្ដាយទាំងកូនអាចមានគ្រោះថ្នាក់ កុំបារម្ភគ្រូពេទ្យខ្ញុំនឹងចងចាំគ្រប់យ៉ាងពីនេះទៅចំពោះអាហាររបស់ប្រពន្ធខ្ញុំនឹងរៀបចំដោយខ្លួនឯងខ្ញុំនឹងធានាឲ្យគាត់សម្រាកដោយខ្លួនឯងហើយយើងនឹងមិនខកការពិនិត្យសុខភាពទៀងទាត់មួយដងឡើយ ហេតុអ្វីបានជាណាបានរੂនៅល្អម្លេះកូនប្រុសខ្ញុំត្រូវបានចាប់ខ្លួនប៉ុន្តែឯងកំពុងរੂនៅស្បាយមិនយុត្តិធម៌ទេអូម៉ាឡូនៅទីនេះញ៉ាំបរទៀតហើយមើលមុខវែងរបស់ណាប់ហើយទីមើលអ្វីដែលខ្ញុំទៅតាមដំណឹងធំនេះយេសមកជប់លេងល្បិចជាមួយខ្ញុំទៅអាយ៉ាប្រញាប់អីខ្ញុំគ្រាន់តែមកប្រាប់ដំណឹងឯងប៉ុណ្ណោះទុកតែលើខ្ញុំក្រុមរបស់តារ៉ៃស្រែកនៅមាត់ភូមិថាសខាបានទៅគ្លីនិកក្នុងស្រុកដើម្បីពិនិត្យសុខភាពនាងមានផ្ទៃពូណាកូនភ្លុះ3អ្នកពេញណាថាអី3សុខាមានផ្ទៃពូកូនភ្លុះ3 តារ៉ៃឯងក្មេងគួរស្រឡាញ់ឲ្យកូនស្រីខ្ញុំមកឥឡូវនេះបើមិនអញ្ចឹងខ្ញុំស្បាក់ខ្ញុំនឹងកំទេចកន្លែងនេះឲ្យខ្ទេចខ្ទី នោះជាឪពុកចិញ្ចឹមរបស់ខ្ញុំគ្រូសាវត្ថុច្បាស់ជាបញ្ជូនគែមដើម្បីអូសខ្ញុំត្រឡប់ទៅវិញ នៅស្ងៀមខ្ញុំការពីអូនគ្មានអ្នកណាម្នាក់ហ៊ានប៉ះអូនឡើយអេ ជីវិតយើងវិតនេះណាយើងចិញ្ចឹមកូនស្រីអត់តែញោមអ្នកនាងបោះបង់ជីវិតល្អជាមួយគ្រួសារវិទូដើម្បីរត់តាមគ្នាជាមួយបុរសម្នាក់នេះនាងនាំតែភាពអាម៉ាស់មកគ្រួសារសុខាណែតអនុមកដល់ហើយក្មេងស្រីនោះឈ្មោះសុខាកំពុងមានផ្ទៃពូកូនភ្លុះ3របស់គ្រួសារវិទូប៉ុន្តែនាងបែរជាពូនៅតែបុរសនេះទៅវិញនាងកំពុងព្យាយាមបញ្ចប់ពូជពងស្វងស្តកោរបស់គ្រួសារវិទូ ឯងក្មេងស្រីអភពឯងចិនវេលើនេះឯងត្រឡប់ទៅសុំទោសវិទូបើមិនអញ្ចឹងខ្ញុំបាក់ជើងឯង ម៉ាក់បាយអ្នកមកទីនេះធ្វើអ្វីគ្រូសាវិទូបងលួយឲ្យណាមកយកខ្ញុំ ឯងក្មេងគួរស្រឡាញ់ឥតខ្មាស់ឯងលត់តាមគ្នាជាមួយបុរសម្នាក់ហើយហ៊ានសួរខ្ញុំ
នេះជាកន្លែងរបស់គ្រួសារតារានេះមិនមែនជាកន្លែងសម្រាប់អ្នកបង្កបញ្ហាទេអ្នកដាក់ម្រាមដៃលើនាងម្ដងទៀតខ្ញុំនឹងបាក់ដៃអ្នកជាពីរ អ្នកវាយបរិសចំណាស់ម្នាក់ខ្ញុំនឹងដឹងអ្នកតភុំខ្ញុំនឹងធ្វើឲ្យអ្នកអរលួយក្នុងគុក ទៅចុះប្តឹងខ្ញុំទៅថ្ងៃនេះយើងនឹងសងសឹកគ្នាតោះមើលឲ្យច្បាស់ថាលុយយកខ្វក់ប៉ុន្មានដែលអ្នកបានរកពីការលក់សុខាឲ្យគ្រូសាវិធុសុខាឥឡូវជាសមាជិកនៃគ្រូសាតារាយើងមានកិច្ចសន្យាអ្នកចង់បាននាងមកវិញទេថ្លៃពិន័យគឺ$2000បងលុយមកនាងក៏ជារបស់អ្នកគ្មានលុយអញ្ចឹងទៅចេញទៅ អ្នកកំពុងចម្រិតយើងនេះគឺជាការចម្រិតទារប្រាក់យ៉ាងពិតប្រាកដពេញមួយជីវិតខ្ញុំមិនដែលឃើញលុយច្រើនប៉ុណ្ណាទេ ដូច្នេះអីកូនស្រីអ្នកបានរស់នៅលើខ្ញុំស៊ីអាហាររបស់ខ្ញុំហើយនាងកំពុងមានកូន3របស់ខ្ញុំហើយអ្នកគិតថានោះច្រើនពេកទេបន្តស្រែកទៀតហើយអ្នកនឹងត្រូវគេដឹកចេញ មីលីសូមជួយនិយាយជាមួយគាត់ឲ្យយើងផង អ្នកនេះគឺជាបញ្ហារវាងគ្រួសារសុខានិងគ្រួសារតារាខ្ញុំមិនអាចចូលរួមក្នុងរឿងនេះទេលើកពីនេះទៅទៀតខ្ញុំក៏គ្មានលុយកាក់បាត់នោះដែរម៉ាក់របស់សុខាខ្ញុំសូមអង្វរណាយើងមកទីនេះដើម្បីសំណាក់ហើយលុយនោះបើមិនដូច្នេះទេពិធីមង្គលការកូនប្រុសស្ពងរបស់ណានឹងត្រូវលុបចាន តាមពីអ្នកលោកខ្ញុំហើយគ្រូសាវិធុខ្ញុំគ្មានម៉ាក់នឹងបាទេអ្នកចង់បានលុយអ្នកនឹងមិនបានមួយកាក់ទេអ្នកគិតថាអ្នកអាចអូសខ្ញុំត្រឡប់ទៅវិញបានទេរឿងនោះមិនដែលកើតឡើងទេតារ៉េពួកខ្ញុំវាជឿខ្លាំងណាស់ សុខាកុំខ្លាចអីខ្ញុំនៅទីនេះអ្នកបាយទឹកភ្លុះហើយទ្រាំបន្តិចទៀត តារ៉េខ្ញុំគិតថាកូនហៀបនឹងចេញមកទើបតែបាន8ខែប៉ុណ្ណោះកូននឹងមិនអីទេ គាត់នឹងមិនអីទេខ្ញុំនៅទីនេះអ្នកទាំងពីរនឹងមិនអីទេប៉ុណ្ណាចេញមកឥឡូវតារាមានរឿងអីតាសុខាកំពុងសម្រាលកូនកុំសួរច្រើនទៅបញ្ឆេះម៉ាស៊ីនយើងកំពុងនាំភរិយាខ្ញុំទៅមន្ទីរពេទ្យស្រុក វិធុតារ៉េខ្ញុំទ្រាំមិនបានទៀតទេកូនសង្គ្រោះកូន សុខាកុំដេកកុំហ៊ានដេកនិយាយមកខ្ញុំកុំបោះបង់អ្នកនិងកូននឹងឆ្លងផុតពីរឿងនេះឬខ្ញុំទេភ្លៀងអីហ្នឹងចេញពីផ្លូវខ្ញុំតារាបន្ថយល្បឿនយើងនឹងមិនក្រឡាប់ទេទោះបីយើងក្រឡាប់ក៏ដោយខ្ញុំកំពុងនាំភរិយាខ្ញុំទៅមន្ទីរពេទ្យ តារ៉េខ្ញុំទ្រាំបាន គ្រូពេទ្យនាងកំពុងហូរឈាមប្រញាប់សូមជួយសង្គ្រោះនាងផង ប្រញាប់ទៅបន្ទប់សម្រាលទឹកភ្លុះរបស់នាងអស់ហើយកូនចុះមកមិនត្រឹមត្រូវស្ថានភាពធ្ងន់ធ្ងរ ប្រញាប់ដាក់សរសៃសេរ៉ូមឧបករណ៍ស្ទាបឈាមនាងកំពុងហូរឈាមកូនភ្លុះ3ទៅទាំងពុះរៀបចំសម្រាលដោយជំនួយឥឡូវនេះបើយើងមិនអាចបញ្ឈប់ការហូរឈាមចប់ទេទាំងម្ដាយទាំងកូនគឺមានគ្រោះថ្នាក់ សូមជួយសង្គ្រោះកូនរបស់ខ្ញុំសូម កុំនិយាយទុកកម្លាំងរបស់អ្នកយើងនឹងព្យាយាមអស់ពីសមត្ថភាពប្រញាប់ គ្រូពេទ្យកូននៅតែមិនត្រឹមត្រូវកូនទី1ជាប់គាំងខ្លាំងណាស់ម្ដាយកំពុងចុះខ្សោយយ៉ាងលឿន កុំបាត់ស្មារតីអ្នកត្រូវតែកុំបាត់ស្មារតីខ្ញុំមិនខ្វល់ពីកូនទេខ្ញុំគ្រាន់តែចង់ឲ្យអ្នករស់ តើអ្នកណាជាគ្រួសាររបស់សុខាប្រញាប់ ខ្ញុំហើយខ្ញុំជាប្តីរបស់នាងតើនាងយ៉ាងម៉េចដែរតើមានរឿងអ្វីកើតឡើង នាងកំពុងហូរឈាមកូនភ្លុះទាំង3មិនចុះត្រឹមត្រូវការសម្រាលដ៏លំបាកណាស់ស្ថានភាពគឺធ្ងន់ធ្ងរខ្លាំងណាស់យើងអាចជួយបានតែម្ដាយឬកូនប៉ុណ្ណោះចុះហត់ធ្លេខានេះឲ្យលឿនជួយម្ដាយឬកូន ជួយម្ដាយគ្រាន់តែជួយនាងឬខ្ញុំទេយើងអាចមានកូនបន្ថែមទៀតប៉ុន្តែបើនាងបាត់បង់ជីវិតខ្ញុំនឹងធ្វើឲ្យមន្ទីរពេទ្យរបស់អ្នកទាំងមូលពីនេះជាមួយនាង
សូមខ្ញុំអង្វរអ្នកត្រូវតែរស់សុខានាងនៅរស់សុខាអ្នកនៅតែរស់អរគុណព្រះ ម្ដាយនិងកូនមានសុវត្ថិភាពវាជាអច្ឆរិយៈឆន្ទៈរបស់ម្ដាយគឺមិនធម្មតាទេហូរឈាមច្រើននាងបានរួចផុតពីគ្រោះថ្នាក់ទាំងអស់ក្មេងប្រុស3នាក់ទោះបីជាការសម្រាលកូនមិនគ្រប់ខែក៏ដោយពួកគេគ្រាន់តែមានទម្ងន់ស្រាលបន្តិចប៉ុណ្ណោះប៉ុន្តែពួកគេនឹងស្នាក់នៅក្នុងបន្ទប់ថែទាំពិសេសរយៈពេល 2-3 ថ្ងៃហើយពួកគេនឹងល្អប្រសើរជាមួយការថែទាំ អរគុណច្រើនណាស់ លោកយើងនឹងនាំម្ដាយត្រឡប់ទៅបន្ទប់អ្នកជំងឺមុនអ្នកអាចមកជាមួយយើងបានប្រយ័ត្នកុំបុកនាង អ្នកភ្ញាក់ហើយឈឺត្រង់ណាស្រេកទឹកទេអ្នកមានអារម្មណ៍ល្អទេ មិនឈឺទេតារ៉ាកូនណែណាពួកគេសុខសប្បាយទេ ពួកគេនៅក្នុងទូកូនពួកគេលូតលាស់ល្អណាស់ក្មេងនៅពើស្ទូចទាំង3នោះសុទ្ធតែមានសុខភាពល្អនិងរឹងមាំកុំបារម្ភអីផឹកយឺតកុំស្លាក់ ខ្ញុំចង់ឃើញពួកគេគ្រាន់តែមើលមួយផ្លែតតារ៉ាយើងដាក់ឈ្មោះពួកគេទៅ កូនទី1ឈ្មោះលក្ខណាកូនទី2ឈ្មោះមនីកូនទី3ឈ្មោះលក្ខខ្ញុំចង់ឲ្យពួកគេដូចជាផ្គរខ្លាំងនិងមានមោទនភាពដើម្បីកុំឲ្យអ្នកណាហ៊ានរញ៉េញ៉ៃជាមួយពួកគេ អាយ៉ាពិតជាគួរឲ្យកត់សម្ណើត ជប់រុកដ៏មានតម្លៃរបស់យើងមកមើលរែងហើយ អ្នកណាឲ្យឯងចូល អញពិបាករួចទៅហើយវិធូទឹកដែលត្រូវបានដោះលែងពីឃុំគាត់ប្រញាប់មកទីនេះតដើម្បីមើលរែងជប់រុកស្ពងរបស់យាយនៅឯណាហើយយាយមើលមួយផ្លែតអើយនៅទីនេះហើយនៅទីនេះនេះជាពូជពងស្វងសកលរបស់គ្រូសាវិធូ3នាក់ហើយពួកគេទាំងអស់សុទ្ធតែក្មេងប្រុសវិធូមកមើលនេះជាកូនប្រុសរបស់ហែងមកទីនេះ កូនប្រុសប៉ានៅទីនេះហើយប៉ាមកទីនេះដើម្បីនាំឯងទៅផ្ទះពីពេលនេះទៅប៉ានឹងមើលថែងយ៉ាងល្អ អើយឡើងអីតារ៉ាយកដៃរបស់ហែងចេញពីខ្ញុំ ប្រយ័ត្នឯងនឹងធ្វើឲ្យពួកគេឈឺស្បែកចាស់របស់ឯងមិនមានតម្លៃគ្រប់គ្រាន់ដើម្បីសងការខូចខាតដែលឯងនឹងធ្វើនោះទេ តារ៉ាតែឯងគិតថាឯងកំពុងធ្វើអ្វីនេះជាកូនប្រុសរបស់ខ្ញុំតើការមកមើលកូនប្រុសរបស់ខ្ញុំខុសច្បាប់ឬ ពីធូតើមុខរបស់ឯងធ្វើពីថ្មើរឥឡូវកូនកាត់ហើយសុទ្ធតែក្មេងប្រុសឯងចង់មកឆក់យកគិតយូរមែនទេសុបបិនទៅចុះ មីលីវិធូចេញកុំរៀនធ្វើឲ្យតែកូនខ្ញុំខ្វល់ ខមិននឹកថតទេកូនប្រុសសាស្រីរបស់ខ្ញុំមិនទាំងឲ្យយិនមើលចាប់ប្រុសរបស់ខ្លួនផងក្មេងទាំងនេះទប់ពូជពងរបស់គ្រូសាវិធូទូបីឯងមិនទួស្គាល់ខ្ញុំជាម្ដាយក្មេងក៏ដោយក៏ឯងមិនអាចផ្លាត់ទៅវាបានដែរ ពូជពងស៊ឺអីចឹងដោយសារឯងចង់បានពួកគេខ្លាំងណាស់ហើយប្រកាសថាពួកគេមានពូជពងវិធូខ្ញុំនឹងឲ្យឯងមើលឲ្យយូរបើកភ្នែកខ្វាក់របស់ឯងឲ្យធំហើយមើលឲ្យច្បាស់ក្មេងទាំង3នេះពិតជាមើលទៅដូចអ្នកណា ម៉ាក់និយាយមកម៉ាក់តើគាត់មានពូជពងរបស់វិធូទេតើវាមើលទៅដូចកសទេ មកមិនអត់ទេមើលភ្នែកនឹងចិនកាំរបស់វាទៅមិនក៏ដូចរបស់តារ៉ាដែរទេមិនអត់ទេមិនអត់ទៅរួចទេ ម៉ាក់វាមើលទៅមិនដូចកហ្វតតែសោះក៏មិនដូចខ្ញុំដែរមើលច្រមុះនេះទៅនឹងចិញ្ចាំទាំងនេះវាដូចរបស់ចោលប្លន់តារ៉ានោះណាស់ដូចគ្នាបេះបិទ
ឃើញទេស្រីចំណាស់អាក្រក់ម៉ាក់ទើបតែស្បោះថាពូជពងដ៏មានតម្លៃរបស់អូនមិនអាចបំបែកបានតើនេះជាកូនរបស់វិធូមែនទេឥឡូវប្រាប់ខ្ញុំម្ដងទៀតមើលតើក្មេង3នាក់នេះជាកូនរបស់វិធូឬរបស់ខ្ញុំ ទេមិនអត់ទេខ្ញុំបាននិយាយចាំអ្វីជាមួយកុសលមកក៏កាត់រឿងបែបនេះកូននៅមិនតន់ថ្មឡើងទេមុខមាត់មិនតន់ច្បាស់ពេលថ្មឡើងវានឹងមើលទៅដូចគាត់គុំក៏ហក់ខ្ញុំ តើមានសាច់ញាតិរបស់សខាទេប្រញាប់កូនកំពុងមានគ្រោះថ្នាក់ ខ្ញុំនេះគ្រូពេទ្យមានរឿងអីជំងឺខានលឿងកាន់តែធ្ងន់ធ្ងរមែនទេ កម្រិតទំងឺខានលឿងរបស់កូនគឺខ្ពស់គាត់ត្រូវការការព្យាបាលដោយពន្លឺភ្លាមម្ដងទៀតកូនទី3មានភាពស្លេកស្លាំងស្រាលយើងត្រូវរៀបចំឈាមទុកជាមុនដើម្បីការពារជំងឺឈាមក្រហមរបស់ទារកទើបនឹងកើតក្រុមឈាមរបស់កូនគឺប្រភេទម្ដានគឺសុខាមានក្រុមឈាមអូឪពុកនៅណាយើងត្រូវការអ្នកដែលមានឈាមប្រភេទអូប្រភេទ Ed សម្រាប់ការគូគងសាច់ញាតិដលឪពុកគឺល្អបំផុត ប្រភេទគីគ្រូសាវិធុសតែប្រភេទអាមកក៏អាចជាប្រភេទទៅ គ្រូពេទ្យអ្នកច្បាស់ជាខុសហើយខ្ញុំជាប្រភេទកូននេះជារបស់ខ្ញុំមិនក៏វាអាចជាប្រភេទមិនអាចទេ ប្រភេទ N និងប្រភេទ O អាចបង្កើតបានតែកូនដែលមានឈាមប្រភេទ A ឬ O វាមិនអាចទៅរួចទេដែលមានកូនប្រភេទលើកឡើងតែគ្រូពេទ្យយកឈាមខ្ញុំទៅខ្ញុំជាឈាមប្រភេទ B អាស្រីថោកទៀតឯងបានដេកជាមួយស្រីកំណាន់នេះពីដើមដល់ចុងមែនទេឯងកុហកខ្ញុំឯងកុហកខ្ញុំឯងកុហកម៉ាក់ខ្ញុំឯងកុហកគ្រួសារខ្ញុំទាំងមូលខ្ញុំនឹងសម្លាប់ឯង វិធុឈុតទៅនេះគឺមិនទីពេទ្យអាណិតផង សាក់ប៉ះនាងនៅចំពោះមុខខ្ញុំមើល កំផុសនេះហើយជាអ្វីដែលអញទួបានក្រុងប្រាប់ទៅស្រីផ្សេងតែបែរជាធ្វើឲ្យគ្រូសាទាំងមូលត្រូវបោក តារាអាសាត់ឯងដេកជាមួយប្រពន្ធខ្ញុំឯងបំផ្លាញពូជពងវងត្រកូលខ្ញុំឯងនឹងរលួយក្នុងនរកខ្ញុំនឹងទៅឃុំប្តឹងឯងពីបទផិតក្បត់ ប្តឹងខ្ញុំឲ្យចោះទៅចោះមុននឹងឯងរត់ទៅមើលឲ្យច្បាស់នេះអីឯងគិតថាឃុំនឹងជឿពាក្យអខ្វក់របស់ឯងឬសម្បត្តិអាពីពិពាហ៍នៅក្នុងដៃខ្ញុំមនុស្សដូចឯងមិនសមនឹងគេហៅថាប្រុសទេគ្រប់គ្រាន់នេះជាមន្ទីរពេទ្យបង្ហាញការគោរពបន្តិច តារ៉ៃមនុស្សចម្លែកដែលគ្មានកូនខ្ញុំនឹងលងណាប់ពីភ្នូ ចេញទៅគ្រូពេទ្យ ឥឡូវទៅដកឈាមចុះ ប្តីអ្នកនឹងទៅបញ្ចូលឈាមជាមួយយើងសិនសម្រាប់បន្តិចទៅ2សប្តាហ៍ទៀតហើយអ្នកអាចទៅបាន ពីស្តាអូតារីណាយើងអាចទៅវិញបានហើយ 2សប្តាហ៍ទៀតយើងនឹងត្រឡប់ទៅគ្រួសារតារាវិញសម្រាប់កំណប់តូចទាំង3របស់យើងនឹងធ្វើពិធីខួបកំណើត1ខែហើយអញ្ជើញអ្នកភូមិទាំងអស់ដើម្បីចែករំលែកសេចក្តីរីករាយរបស់យើង តារ៉ានេះអ្នកបានទិញរបស់ទាំងអស់នេះមកវាច្រើនលើសលណាស់ សុខាតារាបានទិញរបស់ទាំងអស់នេះតាំងពីព្រឹកព្រលឹមទឹកពីហាងទំនិញទូទៅដោយខ្លួនឯងគាត់ថាកុមារតូចទាំង3របស់យើងជាក្មេងប្រុសដ៏មានតម្លៃពួកគេសឹមនឹងទទួលបានតែរបស់ល្អបំផុតពួកគេមិនគួរខ្វះអ្វីឡើយ ខ្សែជីលុយណាយើងមិនត្រូវការច្រើនប៉ុណ្ណេះទេ អូព្រះអើយនោះជាស៊ុបសម្បុកត្រចៀកកម្មដែលមានតែនៅទីក្រុងធំទេតារាកំពុងធ្វើឲ្យសុខាខូចអស់ហើយម្សៅទឹកដោះពេលនោះកូនរបស់ខ្ញុំមិនដែលឃើញវាសោះកូនទាំង3របស់តារានោះពួកគេពិតជាមានសំណាងដែលកើតក្នុងគ្រួសារនេះ ស្មើទិញរបស់ទាំងបងនោះឧទាហរណ៍ភ្នំថាវៃលូតគឺប្លន់មកមើលទៅជប់ថានៅអាចរកនៅបែបប្រណិតនេះបានអស់មួយជីវិតទេ
សំហើយដែលអ្នកចេះតែនិយាយដើមគេស្រមោលមកបិទមាត់អ្នកដែលនិយាយដើមគេដូចអ្នក សាច់អីបើហ៊ានឆ្លប់មើលពីលើជញ្ជាំងនោះទៀតហើយនិយាយដើមគេខ្ញុំនឹងហែកអណ្ដាតអ្នកចេញហើយឲ្យស្រមោលស៊ីមានអីខុសមាននរណាម្នាក់កំពុងលាក់ខ្លួននៅមាត់ទ្វារទៅមើលតារាគ្មាននរណាទេប្រុងប្រយ័ត្នប៉ុន្មានថ្ងៃខាងមុខនេះយល់ហើយខ្ញុំអាចដោះស្រាយមនុស្សពី300នាក់ហើយគ្រប់គ្រងអត់ទាំងមូលនេះដូច្នេះអ្នកគិតថាខ្ញុំមិនអាចដោះស្រាយជាមួយក្មេងរពើស្ទោចទាំង3ចាំមើលទៅអូទេវតាតូចកុំយំឃ្លានទេប៉ានឹងរៀបដបទឹកដោះឲ្យមួយផ្លែតទៀតរួចរាល់ក្តៅទុកឲ្យវាត្រជាក់សិនកុំឲ្យកូនប្រុសខ្ញុំរលាកអូទេវតាតូចរបស់ខ្ញុំអូននោមប៉ានឹងបដូរកន្ត្បាយក្មេងប្រុសល្អអូននោមខ្លាំងដូចប៉ាឯងតារានៅឡើឯងកំពុងធ្វើសង្គ្រាមនៅទីនេះទេមានអ្វីឲ្យសើចអីគួរឲ្យសើចមកទីនេះជួយខ្ញុំមានអ្នកណាម្នាក់បំបែកចូលមកប៊ុនណាមើលថែភរិយាខ្ញុំនិងក្មេងកុំឲ្យអ្នកណាចូលចិត្តមណ្ឌលថែទាំកុមារមីលីខ្ញុំភ័យស្លាប់ខ្ញុំភ័យខ្លាំងណាស់ស្កែពូថត់នូកាច់ណាស់ខ្ញុំមិនអាចសូម្បីតែទៅជិតមាត់ទ្វារគ្រួសារតារាបានវាស្ទើរតែខាងខ្ញុំម៉ាក់ហេតុអ្វីបានជាអ្នកត្រឡប់មកវិញដោយដៃទេចង់ឲ្យខ្ញុំឃ្លានស្លាប់ឬខ្ញុំមិនបានញ៉ាំបាយល្អជិត3ថ្ងៃហើយវិធូខ្ញុំចូលមិនបានស្កែចូលរបស់គ្រួសារតារាកាត់ខ្លាំងពេកវាកំពុងចាំមាត់ទ្វារធំវាប្រុសឈួតបានតែជិតហើយបនណាកំពុងចាំមើលទីថ្លាគ្មានវិធីណាទេចង់ទៅខាងក្នុងមន់យើងនៅតែមានមន់នោះម៉ាក់សម្រាប់មន់នោះទៅខ្ញុំត្រូវការសាច់ខ្ញុំត្រូវការកម្លាំងមកវិញយើងមិនអាចទេវិធូនោះជាមេមន់ពងចុងក្រោយរបស់យើងវាជាសង្ឃឹមតែមួយគត់របស់យើងបើយើងសម្លាប់វាយើងនឹងគ្មានសូម្បីតែពងមន់សម្រាប់ញ៉ាំនៅពេលអនាគតរបស់អត់នោះមានប្រយោជន៍អ្វីយើងកំពុងឃ្លានស្លាប់ហើយអ្នកនៅតែសង្ឃឹមលើពងមន់បើថ្ងៃនេះអ្នកមិនសម្លាប់វាទេខ្ញុំនឹងលូនទៅទីនោះហើយហូបវាឆាច់ខ្ញុំនឹងទាញអ្នកណាម្នាក់ឲ្យស្លាប់ជាមួយខ្ញុំផងវាជាកំហុសរបស់តារាទាំងអស់គាត់ហើយដែលបំផ្លាញយើងគាត់លួចភរិយាខ្ញុំកូនប្រុសខ្ញុំហើយបំបាក់ជើងខ្ញុំគាត់បានបំផ្លាញយើងម្ដាយនិងកូនឲ្យคล้ายទៅជាសត្វរស់នៅក្នុងប្រឡាយកូនយើងមិនអាចឈ្នះគាត់ទេយើងបាត់បង់អ្វីទាំងនោះហើយឥឡូវនេះយើងត្រូវធ្វើអ្វីយើងគួរតែទូយកជោគវាសនារបស់យើងម៉ាក់ភ្លេចហើយសម្រាប់ដីពីឯករបស់សុខាសិទ្ធិតាមកិច្ចសន្យានៅតែស្ថិតក្នុងឈ្មោះខ្ញុំស្របិតបាប់ខ្ញុំអាចលក់ដីយកលុយបាន
ទិញថ្នាំសម្រាប់ជើងខ្ញុំបន្ទាប់មកឲ្យពេកថោទៀបជួយខ្ញុំផ្ដួលតារាហើយយកមកវិញនៅអ្វីទាំងអស់ដែលជាកម្មសិទ្ធិស្របច្បាប់របស់ខ្ញុំ ប៉ុន្តែប្លង់ដោយតើតារាមិនបានយកវីទៅទេបើគ្មានប្លង់ដោយអ្នកណានឹងទិញ ប្លង់ដីគ្រាន់តែជាក្រដាស់ប៉ុណ្ណោះប៉ុន្តែមនុស្សអាចសម្របខ្លួនបានខ្ញុំគ្រាន់តែត្រូវការយកត្រាពីមជ្ឈមណ្ឌលសហគមន៍ប្រាប់ថាប្លង់ដីត្រូវបានបាត់ខ្ញុំនៅតែអាចលក់វាបាន វាជាកំហុសរបស់ខ្ញុំទាំងដងរាងកាយរបស់ខ្ញុំមិនសះការតតែសខ្ញុំមិនអាចចិញ្ចឹមកូនប្រុសរបស់ខ្ញុំឲ្យស្អាតបានទេមកសុំទស្សនាកូនប្រុស ហឹម គុំនិយាយរឿងឥតប្រយោជន៍អ្នកប្រថុយជីវិតដើម្បីផ្ដល់ឲ្យខ្ញុំកូនប្រុស3នាក់អ្នកគឺជាវីរបុរសរបស់គ្រួសារយើងអ្នកណាត្រូវស្ដីបន្ទោសប្រកាសជាមិនមែនអ្នកទេឈប់ព្យាយាមបំបើកូនដោយទឹកដោះទៀតទៅយើងនឹងប្រើទឹកដោះគុំសៅឬក៏យើងរកទឹកដោះគោស្រស់ ទឹកដោះគោសៅមិនសូវមានជីវជាតិដូចទឹកដោះគោស្រស់ទេលើកមុនលើកបានផឹកទឹកដោះគោសៅគាត់រៀកវាធ្វើឲ្យខ្ញុំបារម្ភ បុណ្ណារៀបចំប្រទេសឲ្យរួចអ្នកទៅជាមួយខ្ញុំទៅទីក្រុងយើងនឹងយកគោទឹកដោះពីស្ថានរដ្ឋហើយដឹកវាមកទីនេះបន្ទាប់មកយើងនឹងអញ្ជើញលោកលេវីសអ្នកចិញ្ចឹមគោមកកូនប្រុសរបស់យើងត្រូវការទឹកដោះគោស្រស់ អាយ៉ានោះគឺជាគោទឹកដោះគោដែលផ្ដល់ទឹកដោះពិតប្រាកដតារាពិតជាខំប្រឹងអស់ពីសមត្ថភាពមែនក្មេងដទៃទៀតមានសំណាងណាស់ដែលបានផឹកទឹកដោះគោម្សៅកូនរបស់គាត់បានផឹកទឹកដោះគោស្រាប់ផ្ទាល់ពីគោហើយគាត់ថែមទាំងជួនអ្នកថែទាំគោទៀតផងគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ នេះគឺលោកលេវីសធ្លាប់ជាជាងសិប្បករជំនាញនៅស្ថានរដ្ឋគាត់ច្របាច់ទឹកដោះគោសម្រាប់តែក្មេងប្រុសរបស់យើងចាប់ពីនេះទៅភរិយាខ្ញុំបានខ្លះកូនតូចបានខ្លះហើយបើនៅសល់ស្រមោលបានអ្វីដែលសល់គ្រូសាតារាប្រកាសជាអាចទិញទឹកដោះគោបន្តិចបាន អានោះអ្នកកាន់តែហ៊ូហេតឡើងតែអរគុណតារា មេភូមិខ្ញុំចង់ផ្ទេរកិច្ចសន្យារបស់សុខាសម្រាប់ដី2ហិកតានោះបោះត្រាឲ្យខ្ញុំឥឡូវនេះកុំខាត់ពេលខ្ញុំ វិធូមើលរឿងនេះសិនបន្ទាប់មកយើងនិយាយពីត្រាទេ មិនអាចទៅរួចទេខ្ញុំមិនបានអានកិច្ចសន្យាច្បាស់កាលពីពេលនោះទេវាមិនរាប់ទេអ្នកទាំងអស់គ្នាជាប់ពាក់ព័ន្ធក្នុងរឿងនេះ វាសរសេរច្បាស់លាស់នៅក្នុងកំណត់ត្រាផ្លូវការហើយត្រូវបានការពារដោយច្បាប់តែនោះជារបស់សុខាហើយបើហ៊ានផ្ទេរវាដោយខុសច្បាប់វាខុសច្បាប់អ្នកនឹងត្រូវជាប់គុក តារាអ្នកទៀតហើយខ្ញុំមិនទាន់ចប់ជាមួយអ្នកទេទោះខ្ញុំស្លាប់ក៏ដោយខ្ញុំនឹងអូសអ្នកលិចលង់ជាមួយខ្ញុំ តើមានរឿងអ្វីកើតឡើងហេតុអ្វីបានជា$500មិនត្រូវគ្នា តារាកុំតឹងអារម្មណ៍ពេកផឹកតែតែបន្តិចដើម្បីស្ងប់អារម្មណ៍បើស៊ីផឹកគ្នាមិនទាន់ត្រូវក៏មិនបាច់ប្រញាប់ទេ ធ្វើម៉េចឲ្យខ្ញុំមិនបារម្ភឡាតបានពង្រេកការទិញឈូងប្រាក់ឈ្នួលថ្លៃដឹកជញ្ជូនវាញ៉េញ៉ៃទាំងស្រុងសុកតែងតែមកប្រាប់ខ្ញុំថាខ្វះលុយរាល់ថ្ងៃថាថ្លៃឈូងនិងថ្លៃដឹកជញ្ជូនឡើងទាំងអស់ខ្ញុំមិនបានពិនិត្យមើលឲ្យល្អិតទេប៉ុន្តែរននេះកាន់តែធំទៅ តារាចាំតើហើយខ្ញុំជួយមើលមួយលើកមើលនៅតាមពុកម្ដាយខ្ញុំពីមុនខ្ញុំរៀនប្រើការគិតលេខដោយខ្លួនឯងហើយខ្ញុំធ្លាប់ធ្វើបន្ទីដែរ អូនសម្លាញ់នេះមិនមែនដូចទៅទិញគ្រឿងទេសទេយើងមិនមែនរាប់ប៉ុន្មានសេនទេយើងនិយាយពីលុយរាប់ម៉ឺន$នៃចរន្តសាច់ប្រាក់គ្រាន់តែមើលវាក៏ឈឺក្បាលដែរអ្នកគិតថាអ្នកអាចដោះស្រាយបានមែនទេ ខ្ញុំអាចដោះស្រាយបានឬសាកល្បងមើលសិនទៅដឹងធ្វើ
Thum $50 banចូលមក$45ក្នុងមួយតោនថ្លៃដឹកជញ្ជូន$5ក្នុងមួយតោនសុគ្រីការតម្លៃ X data 55គាត់គិតថ្លៃលើ$10ក្នុងមួយតោន ភរិយាជាទីស្រឡាញ់អ្នកពូកែណាស់សំបីតែប្រសើរជាងកណេឲ្យករបស់ឃុំទៀត តារ៉ាខ្ញុំបានកណ្ណាលលេខហើយសុខកំពុងលាក់អ្វីមួយខែមុនធ្វង500តោនបានចូលមកគាត់យក$10ក្នុងមួយតោនជាសំណូកគាត់បានកេងបន្លំពីរងសរុបជាង$6000 $6000 កូនឆ្កែខ្ញុំគិតថាគាត់ជាបងប្រុសរបស់ខ្ញុំគាត់បោកប្រាស់ខ្ញុំ តារ៉ាចាំបន្តិចដើម្បីចាប់ចោលអ្នកត្រូវការស្តាងថ្ងៃស្អែកសាក់ស៊ីផឹកណេសហើយសាក់សែរតគាត់អ្នកនឹងចាប់គាត់បានមិនខាន យល់ហើយនឹងហើយសម្លាញ់អ្នកជាអ្នករៀបចំផែនការរបស់ខ្ញុំមិនសង្ស័យទេ តារ៉ាព្រឹកព្រលឹមណាស់អ្វីដែលនាំអ្នកមកទីនេះ ពន្យល់ខ្ញុំមើលតម្លៃធ្យូងថ្មកាតអ្វីអ្នករីកាថា$55ក្នុងមួយតោនតម្លៃទីផ្សារត្រឹម45ប៉ុណ្ណោះអ្នកគិតថាខ្ញុំល្ងងមែនទេ តារ៉ាគឺវាជាការយកច្រឡំថ្មីនេះតម្លៃធ្យូងថ្មឡើងខ្លាំងណាស់ខ្ញុំមិនបានកុហកទេ ឆៃគាត់ធ្វើវាឥឡូវនេះរកឲ្យឃើញរាល់សេនដែលគាត់លាក់ គ្មានអ្វីទេតារ៉ាខ្ញុំស្បាត់ថាគ្មានអ្វីទេ តារ៉ារកឃើញហើយ$6000ពិតប្រាកដមិនខ្វះ1សេនទេ តារ៉ាខ្ញុំខុសហើយមួយផ្លែកខ្ញុំភ្លេចខ្លួនសូមអាណិតខ្ញុំផងខ្ញុំខុសហើយខ្ញុំគ្រាន់តែចង់សង់ផ្ទះសម្រាប់គ្រួសារខ្ញុំសូមចាំផងខ្ញុំធ្លាប់ទទួលកម្មបិតជំនួសអ្នកគ្រាន់តែលែងខ្ញុំទៅ សុខខ្ញុំធ្វើល្អជាមួយអ្នកបើអ្នកបានប្រាប់ខ្ញុំមិនឲ្យខ្ជិលអ្នកទេអ្នកមិនគួរណាទេមិនដែលក្បត់ខ្ញុំហើយអ្នកក៏ហោសុខាអាណិតគ្នាចាស់ខ្ញុំមិនបំបាក់ជើងអ្នកទេយកលុយទៅចាប់ពីថ្ងៃនេះទៅចេញពីល្អិតរបស់ខ្ញុំទៅហើយកុំឲ្យខ្ញុំឃើញអ្នកទៀតស្ដាប់ទាំងអស់គ្នាសុខបានលួចពីយើងប្លន់អ្នកទាំងអស់គ្នាគាត់ត្រូវបណ្ដេញចេញហាសុខ តានេះពិតទេ សម្គាល់ចាប់ពីពេលនេះទៅកាន់នីរបស់ឡើតនឹងមានភរិយាខ្ញុំគ្រប់គ្រងប្រសិនបើអ្នកណាគ្រាន់តែគិតអំពីការក្លែងបន្លំកណីឬក៏ហកនាងគឺក៏ហកខ្ញុំដូច្នេះកុំមកយំរកខ្ញុំពេលខ្ញុំធ្វើយ៉ាងតឹងរឹងសួស្ដីសុខា តាសំលេងអីទៅរើថាអ្នកកំពុងមានបញ្ហាមែនមកគ្រោកអ្នកផឹកស្រាមួយកែអ្នកមានទុកតែងរកគ្នាផឹកបោះបង់ចោលទៅក្នុងផ្ទះអត់មានសំបីតែអាហារសម្រន់បាយើងនឹងផឹកតែខ្យល់តែមានខ្ញុំបានចំណាយអស់លុយចុងក្រោយពីកន្លែងលាក់ទុកសម្ងាត់របស់ខ្ញុំសម្រាប់រឿងនេះតោះយើងនិយាយគ្នាឲ្យសប្បាយមានតែយើងពីរនាក់អាដារ៉ាអាដរឆានខ្ញុំដើរតាមវាអស់5ឆ្នាំពេញបើមិនមែនសម្រាប់កិត្តិយសទេយ៉ាងហោចណាស់សម្រាប់ប្តីភាពដោយសារតែលុយពី3000ប៉ុណ្ណោះនៅចំពោះមុខមនុស្សទាំងអស់គាត់បានបណ្ដេញខ្ញុំចេញភូមិទាំងមូលកំពុងសើចចំអកឲ្យខ្ញុំរឿងនោះមិនអាចប្រៀបនឹងខ្ញុំបានទេគាត់ហើយដែលបាក់ជើងខ្ញុំគាត់លួចភរិយានិងកូនប្រុសរបស់ខ្ញុំរឹបអូសយកដីគ្រួសារខ្ញុំធ្វើឲ្យខ្ញុំក្លាយជាទីសាច់របស់ភូមិទាំងមូលខ្ញុំនឹងមិនសម្រាកទេរហូតដល់គាត់វិនាសវិធូតាអ្នកចង់សំសឹកទេខ្ញុំមានផែនការយើងអាចធ្វើឲ្យតារាសៃធំហើយធ្វើឲ្យគាត់ចូលគុកច្បាស់ណាស់ខ្ញុំសបិនអំពីរឿងនោះរាល់យកតែយើងត្រូវធ្វើដូចចម្ដេចគាត់មានលុយនឹងមនុស្សយើងមិនអាចទប់ទល់នឹងគាត់បានទេកាលពីប្រហែលថ្ងៃមុនខ្ញុំបានថតចម្លងសររបស់គាត់ដោយសម្ងាត់មុនពេលខ្ញុំចាក់ចេញគាត់ទើបតែទទួលបានកិច្ចសន្យាធំមួយដើម្បីសាងសង់អគារការិយាល័យស្រុកអ្វីដែលយើងត្រូវធ្វើគឺលួចចូលនៅពេលយប់ហើយស្ទះរងខ្យល់ពាក់កណ្ដាលនេលដុតធ្វើឲ្យយៈមិនទាន់ឆ្អិនវានឹងមិនឆ្លងការត្រួតពិនិត្យទេមិនត្រឹមតែគាត់ត្រូវសំលុយប៉ុណ្ណោះទេគាត់នឹងជាប់គុកតោះធ្វើវាយប់នេះតើមានរឿងអ្វីអ្នកឈឺដៃទេ មិនអីទេគ្រាន់តែជាប់ហេតុទុកមួយ
តារាត្របបណែខ្ញុំកំពុងលោតខ្ញុំមានអារម្មណ៍មិនស្រួលណាស់ដូចជាមានរឿងអាក្រក់នឹងកើតឡើង អ្នកគិតច្រើនពេកហើយពេលខ្ញុំនៅទីនេះអ្នកណាហ៊ានប៉ះពាល់យើងអ្នកប្រហែលជាហត់ទេសម្រាប់ខ្លះទៅ ហ៊ានណាស់នឹងតារាឯងគិតថាបណ្ដេញខ្ញុំចេញបានមែនទេថ្ងៃនេះខ្ញុំនឹងបំផ្លាញមន់មាសរបស់ឯងខ្ញុំនឹងបំផ្លាញឯងប្រញាប់ឡើងធ្វើឲ្យចាប់ប្រញាប់កុំឲ្យគេចាប់បានឈឺជើងស្លាប់ហើយ គិតថាជាឆ្កែវង្វេងមួយទៅទៀតបែរជាឯងទៅវិញឯងជាពួកក្បត់ថោកទាបសុកខ្ញុំធ្លាប់លេងឯងម្ដងហើយឯងចង់ស្លាប់មែនទេ តារាសូមមិនមែនជាគំនិតខ្ញុំទេគឺវីថូគាត់បញ្ជាខ្ញុំឲ្យធ្វើគាត់ឈើខ្លាំមើលតាមផ្លែក ពីធូឯងអាចរត់តែឯងលាក់មិនរួចទេតាក់គាត់ជាប់សិនឥឡូវខ្ញុំនឹងសម្លាប់វិធូឲ្យខានតែម្ដង តារាគឺថ្ងៃស្អែកជាពិធីខួបកំណើតមួយខែរបស់កូនភូមិទាំងមូលនឹងមើលសំបីតែអាញាធរស្រុកក៏មកដែរបារាំងបង្ហូរជីម្ល៉ូវនេះវានឹងនាំសំណងអាក្រក់មកជប់សំណងកូនយើងវិញ ដូច្នេះយើងឲ្យគេរួចខ្លួនងាយមែនទេ គេមិនរួចខ្លួនងាយនោះទេដាក់គាត់ជាប់សិនបិទមាត់គាត់ចំណែកគាត់វិញដោយសារគាត់ចង់សង្សឹកយើងនឹងលេងតាមល្បិចគាត់បន្ទាប់ពីពិធីយើងនឹងសង្សឹកទាំងដល់តែម្ដង បានហើយភរិយាជាទីស្រឡាញ់ សូមអបអរសាទរហេហា ម្ហូបឆ្ងាញ់ទាំងកូននៅទីនេះផ្លើជ្រូកស្ងោរប្រហិតសាច់ជ្រូកលោកតារ៉ាពិតជាចេះរៀបចំពិធីខ្លាំងណាស់សូម្បីតែមន្ត្រីស្រុកក៏មកដែរគ្រួសារតារ៉ាកំពុងតែរីកចម្រើនខ្លាំងណាស់ឥឡូវនេះ ញៀវជាទីគោរពសូមអញ្ជើញមកខាងនេះ ថ្ងៃនេះជាពិធីបុណ្យខួប1ខែរបស់កូនប្រុសទាំង3សូមអញ្ជើញទទួលទាន អូនោះពិតជាសុខាមែននោះលោកតារ៉ាបានថែរក្សានាងយ៉ាងល្អនាងភ្លឺថ្លាណាស់ នាងកើតមកសម្រាប់ត្រូវគេលួងលោម មែនហើយមែនហើយ គ្រួសារវិទុកមានសំណាងទេពួកគេបោះចង់គិតដោយយកថាជាគ្រួ សិនទាំងតោះគ្នាចេញពីផ្លូវខ្ញុំជាយាយបង្កើតរបស់ក្មេងអ្នកណាហ៊ានរារាំងខ្ញុំ មាលាវិធូទៅសុំទានកន្លែងផ្សេងទៅគ្រួសារតារាមិនចែកទានថ្ងៃនេះទេ ខ្ញុំមកទីនេះមិនមែនសុំទានទេក្មេងនេះកើតពីសុខាដូច្នេះគាត់ជាសមាជិកគ្រួសារវិធូតាការមកជួបចៅប្រុសខ្ញុំជាទូក្រធរ ត្រូវហើយខ្ញុំមានសិទ្ធិជួបកូនឲ្យខ្ញុំជួបកូនប្រុសខ្ញុំឥឡូវបើមិនអញ្ចឹងទេខ្ញុំនឹងប្តឹងអ្នកទៅឃុំ សិទ្ធជួបកូនវិធូណាប់លេខអ្វីមួយមែនទេដោយសារវិធូចង់និយាយពីច្បាប់និងសិទ្ធជួបកូនថ្ងៃនេះយើងនឹងនៅមុខណាទាំងអស់គ្នាដោះស្រាយរឿងនេះឲ្យសិតតែម្ដង យ៉ាងម៉េចខ្ញុំជាអតីតស្វាមីរបស់នាងហើយកូនកើតក្នុងអាពាហ៍ពិពាហ៍របស់យើងតាមច្បាប់ខ្ញុំជាឪពុកខ្ញុំមានសិទ្ធិជួបកូន សិទ្ធជួបកូនសម្រាប់អតីតស្វាមីគឺសម្រាប់ឪពុកបង្កើតវិធូតែណាពិតជាមានលក្ខណៈស្មើទេតែអ្នកណាដែលបង្ខំប្រពន្ធខ្លួនឯងហើយទៅរកការពូចំនួនស្ពីមនុស្សសងេលងើតែអ្នកណានៅមន្ទីរពេទ្យមើលបាយការប្រភេទឈាមដោយដឹងថាគាត់ប្រភេទហើយខ្ញុំប្រភេទអូហើយមិនអាចមានកូនប្រភេទបបានទេកូននេះយកនាមត្រកូលតារាហើយឈាមរបស់តារាកំពុងហួរក្នុងសរសៃរបស់គាត់គ្មានអ្វីសំបីតែសោកមួយសរសៃក៏គ្មានដែរដែលតេជុងនឹងអ្នកវិធូ ខ្ញុំបានផ្គត់ផ្គង់អ្នកអស់រយៈពេល3ឆ្នាំបើគ្មានការទទួលស្គាល់ទេយ៉ាងហោចណាស់ខ្ញុំបានខិតខំតើមានបញ្ហាអ្វីនឹងការជួបកូន ផ្គត់ផ្គង់ខ្ញុំ
Nerve den at knyom grau pi prelim ching mon. Hai joking right sky. Knyom ban si a higher sol height for ga do ku. Hai na how tap gut kong knyom. សម្រាប់នេះយកទៅចិញ្ចឹមខួរក្បាលរបស់អ្នកវិញទៅគ្រូសាវតារាយហាមសឹកនឹងវី2 និយាយបានល្អ ល្អនិយាយបានល្អស្រមោលនាំពួកគេចេញទៅចេញទៅឈប់បង្ករឿងនៅទីនេះទៅសម្លាញ់អ្នកត្រូវគេធ្វើបាប មិនរងគ្រោះអ្វីទេមានអារម្មណ៍ល្អណាស់មនុស្សកាយនោះធ្វើឲ្យខ្ញុំភ្ញាក់រហូតដល់ពាក់កណ្ដាលទើបអ្នកក្រៅពីព្រលឹមលេ យើងជាមនុស្សសាមញ្ញគ្រាន់តែថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់សម្លាញ់អ្នកភ្ញាក់ហើយមែនទេក្នុងអ្នកឈឺទេ ទាំងអស់នេះគឺកំហុសរបស់ណាថ្ងៃនេះខ្ញុំនឹងទៅប្រជុំមុខនឹងអ្នកណាដូចចម្ដេត ខ្ញុំខុសខ្ញុំធ្វើបលពើនឹងមានឲ្យអ្នកដើម្បីបំពន់ឈាម ណាទៅណាស្លីពេស្លាដំលេ ទៅល្អិតសម្រាប់គម្រោងផ្លូវស្រុកវាបើកដេញថ្លៃបើខ្ញុំបានគម្រោងនោះខ្ញុំនឹងទិញរថយន្តឲ្យអ្នក មនុស្សសំខាន់ព្រឹសអ៊ីស្រាអែល អ្នកណាខ្វល់ថាគេជាប្រុសឬស្រីអ្នកណាដែលចេញលុយគឺជាប្រភពចំណូលខ្ញុំហៅថាគេត្រូវបានបញ្ជូនមកពីស្រុកអ្នកទទួលខុសត្រូវ ណាទូខុសត្រូវដ៏សំខាន់ តារាគេមកដល់ហើយនៅក្នុងការិយាល័យគេជាមនុស្សធំមានរថយន្តសេនថាណាថ្មីចតនៅខាងក្រៅប្រញាប់អ្វីសំបីតែស្ដេចក៏ត្រូវរងចាំដែរ អូអញ្ចឹងអ្នកគឺជាលោកតារាមែនខ្ញុំឈ្មោះលីណាខ្ញុំទទួលបន្ទុកគម្រោងសាងសង់អគារខេត្ត ឈប់និយាយរឿងឥតប្រយោជន៍និយាយពីយ៉ាត់ទៅផ្លូវវែងប៉ុន្មានឥតប៉ុន្មានតម្លៃ កុំប្រញាប់ពេកលោកតារាអាជីវកម្មគឺកំណត់ហើយប៉ុន្តែមនុស្សអាចបត់បែនបានលោកកេតមកពីខេត្តជិតខាងបាននាំខ្ញុំទៅញ៉ាំបាយល្ងាចចំសើមិញគាត់ផ្ដល់ការបញ្ចុះតម្លៃ 10% ប៉ុន្តែខ្ញុំដឹងថាអត់របស់លោកតារាគឺគុណភាពល្អឥតខ្ចោះ ឥតរបស់លោកតាកែតគឺសំតែសម្រាប់ក្រៅជ្រូកប៉ុណ្ណោះបើយកទៅក្រៅផ្លូវធំគម្រោងនឹងមិនល្អទេខ្ញុំតារាធ្វើអាជីវកម្មស្មោះត្រង់អ្នកទទួលបានអ្វីដែលអ្នកចំណាយ អូលោកតារាកុំខឹងអីរឿងតម្លៃវិញយើងអាចរកដំណោះស្រាយបានយើងនឹងនិយាយគ្នាទៅ រកដំណោះស្រាយដូចម្ដេចអ្នកចង់បានចំណែកមែនមិនបានទេភរិយាខ្ញុំមើលកាន់នេះមិនអាចឲ្យអ្នកណាចូលដៃបានទេ មើលប្រការបង់ប្រាក់ជាមុននេះយើងមិនបាច់ប្រញាប់ទេ បង់ប្រាក់ជាមុន 30% អាចធ្វើបានបើកិច្ចព្រមព្រៀងនេះសម្រេចខ្ញុំអាចទិញរថយន្តឲ្យភរិយាខ្ញុំបាន សម្លាញ់អ្វីដែលនាំអូនមកទីនេះនៅទីនេះត្រជាក់ខ្លាំងណាស់ហេតុអ្វីបានជាអូនមិនឲ្យបណ្ណានាំអូនមក អ្នកច្បាស់ជាសុខាសួស្ដីខ្ញុំឈ្មោះលីណាខ្ញុំមកពីការិយាល័យស្រុក សួស្ដីកញ្ញាលីណាខ្ញុំជាភរិយារបស់តារាហើយខ្ញុំជាអ្នកមើលបញ្ជីសម្រាប់លើកនេះ ដូច្នេះអ្នកជាអ្នកមើលបញ្ជីមែនទេសុខាបញ្ជីសម្រាប់ប្រតិបត្តិការទំហំនេះគឺស្មុគស្មាញណាស់អ្នកប្រកាសថាអាចតាមទាន់ទាំងអស់នោះមែនទេកុំធ្វើខុសអីឬក៏ធ្វើឲ្យលោកតារាខាតលុយ អ្នកនិយាយខុសហើយភរិយាខ្ញុំជាអ្នករៀបចំផែនការកុំលើករឿងកិច្ចសន្យានិយាយជាមួយខ្ញុំភរិយាខ្ញុំពិនិត្យវាបើនាងយល់ព្រមខ្ញុំនឹងចុះហត្ថលេខា អូខ្ញុំទុកចិត្តសុខាណាស់បើនាងជាអ្នកពិនិត្យវានោះកាន់តែប្រសើរគ្រាន់តែការវិភាគទាំងណាស់ខ្ញុំឆ្ងល់ថាតើខ្ញុំអាចស្នាក់នៅល្អិតឬក៏ជាមួយគ្រួសារអ្នកមួយរយៈបានទេ ទេកូនទាំង3របស់ខ្ញុំតែងតែយំពួកគេមិនសាមនឹងមនុស្សចម្លែកទេជាពិសេសស្ត្រី សុខាខ្ញុំគ្រាន់តែជាក្មេងស្រីម្នាក់នៅម្នាក់ឯងការស្នាក់នៅល្អិតតែម្នាក់ឯងមិនមានសុវត្ថិភាពទេបើមានអ្វីកើតឡើងវានឹងពន្យាពេលគម្រោងទាំងមូលអ្នកមិនចង់ឃើញខ្ញុំតិចតាមផ្លូវទេមែនទេ បានហើយដោយសារវាសម្រាប់គម្រោង
យើងពិតជាមានបន្ទុកទំនេរមួយអ្នកអាចស្នាក់នៅបានកញ្ញាលីណាប៉ុន្តែយើងមានច្បាប់របស់យើងកញ្ញាលីណាអ្នកជាអ្នកទីក្រុងសង្ឃឹមថាអ្នកអាចសម្របខ្លួនបាន សម្លាញ់ហេតុអ្វីបានជាអូនយល់ព្រម អញ្ចឹងក៏បានសម្រេច អរគុណសុខា សម្លាញ់ហេតុអ្វីបានជាអូនអនុញ្ញាតឲ្យនាងរើចូលមកស្ត្រីនោះនាងមើលទៅមិនប្រក្រតីទេភ្នែកនាងហាក់ដូចជាកំពុងស្រាយសម្លៀកបំពាក់អ្នក បើនាងជានាគនាងត្រូវតែលាក់ខ្លួនបើនាងជាខ្លានាងនឹងត្រូវទប់ខ្លួនបើនាងប៉ុនប៉ងអ្វីនាងត្រូវតែឆ្លងកាត់ខ្ញុំសិនអរុនសួស្ដីតារា កុំមើលស្រីគេ អីពីព្រលឹមលេមើលបានស្អាតហើយ សម្លាញ់កុំនិយាយរឿងឥតន័យមើលអីវាគ្រាន់តែជាដុំសាច់គ្រាន់តែឃើញវាខ្ញុំឈឺក្រពះ នំជៀននេះខាញ់ពេកសុខាអាហារពេលព្រឹករបស់អ្នកមិនល្អសម្រាប់សុខភាពទេស្ត្រីត្រូវចេះថែរក្សាខ្លួនឯងបើមិនដូច្នេះទេអ្នកនឹងក្លាយទៅជាស្រីចំណាស់មិនទាន់រៀបការអ្នកនឹងគ្មានបុរសណាចង់បានទេ បើអ្នកមិនចូលចិត្តកុំញ៉ាំម្ហូបប្រពន្ធខ្ញុំល្អជាងគេលើលោកប្រពន្ធខ្ញុំស្អាតដោយធម្មជាតិនាងល្អជាងមនុស្សដូចអ្នកដែលគ្រាន់តែតុបតែងខ្លួនដូចស្រីអាក្រក់ កញ្ញាលីណានិយាយត្រូវខ្ញុំមិនមានសេរីភាពដូចណាទេខ្ញុំមានកូនបីអ្នកត្រូវមើលថែហើយក៏មានបញ្ជីត្រូវគ្រប់គ្រងទៀតអ្នកណាមានពេលថែរក្សាខ្លួនមិនមែនដូចកញ្ញាលីណាទេនៅម្នាក់ឯងមានពេលទំនេរច្រើនបានតែសិក្សាពីការថែរក្សាស្បែកកុំឲ្យតែខ្លាយជាស្រីចំណាស់មិនទាន់រៀបការនៅប៉ុន្មានឆ្នាំទៀតគ្មានបុរសណាចង់បានទេអូខ្ញុំពិតជាសូមទស្សនា សុខាអ្នកធ្វើដោយចិត្តណាមែន តែខ្ញុំគ្រាន់តែរកលវិគីឡាមកទៀតថ្លៃដូចមាសហើយមិនខ្វល់សោះកញ្ញាលីណាថ្លៃណូណាអ្នកមិនខ្វល់ទេមែនទេ សម្លាញ់អ្នកពិតជាទេពកោសល្យទេពកោសល្យមែន ចង់រករឿងខ្ញុំមែនទេនាងនៅក្មេងពេកមិនទាន់ចេះអ្វីកញ្ញាលីណាលោកស្រីញ៉ាំអ្វីមិនល្អមែនទេឬមួយលាមកទីរកកូនព្រឹសខ្ញុំវាខ្លាំងពេកសម្រាប់ណាទ្រាំមិនបានមែនទេ សម្លាញ់អ្នកជាទេពកោសល្យមែនទេពកោសល្យពិតប្រាកដ សុខាខ្ញុំនឹងដោះស្រាយជាមួយអ្នកនៅពេលក្រោយ កញ្ញាលីណាបដូរសម្លៀកបំពាក់ទាំងនោះចេញសម្លៀកបំពាក់វត្ថុស័ក្តិសិទ្ធិរបស់កូនប្រុសខ្ញុំបើមិនអញ្ចឹងទេអ្នកនឹងត្រូវដើរទៅរោងចក្រ កុំដើរលេងពេលទៅដល់ឡាដុតវាខ្វក់ណាស់នៅទីនោះ កុំបារម្ភលោកតារាខ្ញុំមកទីនេះដើម្បីត្រួតពិនិត្យមិនមែនមកបង្កបញ្ហាទេលោកតារាតើលោកអាចធានាថាសីតុណ្ហភាពដុតត្រឹមត្រូវតាមស្តង់ដារដែរទេ កុំបារម្ភឥដ្ឋរបស់ខ្ញុំរឹងជាងគេក្នុងស្រុកបើវាខុសសំបីតែ1អង្សាខ្ញុំនឹងរស់ឡាដុតដោយខ្លួនឯង អូតារាអូយជើងខ្ញុំរមួលវា អ្នកក្រុងភុយស្រួយណាស់មើលផ្លូវផងមើលមិនឃើញរន្ធំនោះទេ តារាជួយលើកខ្ញុំឡើងសូមជួយដឹកខ្ញុំទៅបន្ទប់ពេទ្យបានទេខ្ញុំពិតជាដើរមិនរួចទេ ប៉ុណ្ណាឯងនៅណាហ្នឹងមកទីនេះឆាប់លីណាបាក់ជើងយកនាងត្រឡប់ទៅវិញ វាគ្រាន់តែរមួលជើងតារាមិនមែនបាក់ជើងទេគ្រាន់តែទេអត់ថខ្វក់ រមូលលោកជើងក៏អាក្រក់ដូចបាក់ដែរប៉ុណ្ណាចាំដាក់ចំបាំងខ្លះផងឡើងមកលីណាចំបាំងតូនកាន់ឲ្យជាប់ តើកញ្ញាលីណាមានបញ្ហាអ្វីការជិះរទេះពិសេសរបស់ល្អែបមិនសូវរលូនប៉ុន្មានទេ សម្លាញ់អ្នកមិនបានឃើញទេនាងធ្វើពុតជារមូលលោកជើងមុននេះអញ្ចឹងខ្ញុំអូសនាងត្រឡប់មកលើទេះរៀបនាងខឹងដល់មុខស្លេក កុំមើលស្រាលនាងចេះសងសឹកនាងប្រកាសជាសងសឹកអ្នកវិញ លោកទាំងឡាយសូមជឿជាក់ចុះឥដ្ឋរបស់ខ្ញុំមានគុណភាពល្អបំផុតទៅចុះគូសមើលពិនិត្យមើលចង់ធ្វើអ្វីក៏បានដែរ លោកតារាអ្នកហៅមួយនេះថាអត់មានគុណភាពមែនទេ
ពងនៅពេកវាជាអច្ឆេះមានស្នាមប្រេះលើផ្ទៃកម្លាំងមិនគ្រប់គ្រាន់បើយកទៅប្រើក្នុងគម្រោងសំខាន់វានឹងក្លាយជាគម្រោងមិនល្អ លីណាក្នុងចំណោមអត់រាប់ម៉ឺនដុំប្រកាសជាមានមួយចំនួនឆេះខ្លាំងពេកនោះស្ថិតក្នុងកម្រិតដែលអាចទទួលយកបានអ្នកមិនអាចបន្ទោសឥតទាំងអស់ដោយសារតែ2 3ដុំនោះទេ នាយក Davis គម្រោងសំខាន់មិនអនុញ្ញាតឲ្យមានកំហុសនោះទេឥតមួយបាច់នេះមិនគ្រប់ស្តង់ដារខ្ញុំស្នើឲ្យយើងបញ្ចប់កិច្ចសហការបំផ្លាញចិត្តក្រហមទាំងអស់ មិនបានទេខ្ញុំបានវិនិយោគលុយរាប់សែនដុល្លារទៅក្នុងនេះហើយបើអ្នកបង្ខំឲ្យខ្ញុំយកមកវិញហើយសង្លុយខ្ញុំវិនិច្ឆ័យអស់ហើយ ចាំបន្តិច សម្លាញ់មកទីនេះធ្វើអ្វី លោកនាយកខ្ញុំជាអ្នករក្សាគណនីរបស់លើខ្ញុំក៏ជាភរិយារបស់តារាដែរលីណាថាទាំងនេះអនគុណភាពខ្ញុំអាចសួរបានទេថាមូលដ្ឋានរបស់លោកស្រីគីអ្វី មូលដ្ឋានគឺផលិតផលខូចទាំងនេះឯងសុខានេះជាការត្រួតពិនិត្យបច្ចេកទេសមិនមែនជាការនិយាយពីកិច្ចការផ្ទះទេអ្នកយល់ផងដែរអត់ ខ្ញុំប្រហែលជាមិនចេះបច្ចេកទេសទេប៉ុន្តែខ្ញុំស្គាល់ស្តង់ដារជាតិស្តង់ដារអនុញ្ញាតហើយមាននិស្សហ៊ូសរហូតដល់ 5% ជ្រាបណាកំឡុងបង្ហប់ត្រូវតាមស្តង់ដារវាគីផលិតផលមានគុណភាពនេះជារបាយការណ៍ត្រួតពិនិត្យកំឡុងបង្ហប់គូជាងស្តង់ដារ 50% អ្នករឹសពីប៊ីដុំហើយបបងការប្រឹងប្រែងទាំងអស់របស់យើងនេះជាការសង្សឹកដល់ខ្លួនមែនទេអ៊ីក៏អ្នកគ្រាន់តែព្យាយាមបំផ្លាញយើង លីណាតើនេះមានន័យយ៉ាងណា នាយក Davis ហេតុអ្វីយើងទៅតែខ្ញុំសិនមិនបានយើងអាចពិភាក្សារឿងនេះឲ្យបានលំហិត លីណាអ្នកជាអ្នកដឹកនាំបច្ចេកទេសមិនអ្នកអាចធ្វើប្រហែសដូចនេះនេះគឺជាការមិនទួលខុសត្រូវទាំងស្រុងចំពោះទាំងក្រុមហ៊ុននិងគម្រោងទាំងមូលនេះ នាយក ឈឺ ខ្ញុំគ្រាន់តែព្យាយាម ពីអ្នកធ្វើផលម្ដងទៀតអត់ពិតជាមិនមានបញ្ហាអ្វីទេអ្នកត្រូវតែសុំទោសលោកបារ៉ាស្ត្រីរូបនេះបានបង្ហាញករណីច្បាស់លាស់អោចារលោកតារ៉ាអ្នកពិតជាមានដៃគូដ៏ពូកែម្នាក់ណាស់ មែនហើយភរិយាខ្ញុំនេះជាទេពកោសល្យពីកំណើតចេះគ្រប់យ៉ាងនៅតែទាសំណងទៀតមែនទេលីណា ឥឡូវនេះបានឆ្លងកាត់ការត្រួតពិនិត្យការរួមដៃគ្នារបស់យើងនៅតែរឹងមាំលោកតារ៉ាវិក្រាយដែលបានធ្វើចំនួនជាមួយណា ថែរក្សាខ្លួនផងនាយកអ្នកពូកែណាស់សម្លាញ់ធ្វើម៉េចអ្នកចាំបានទាំងអស់នោះ ខ្នោដែលអ្នកកំពុងដំណើរការរងចរិតខ្ញុំបានអានសៀវភៅទាំងនោះដែលអ្នកបានទិញអ្នកត្រូវតែយល់ពីវិស័យដែលអ្នកកំពុងធ្វើយើងមិនអាចបន្តទៅតាមគេបានទៀតទេតារាការគ្រាន់តែធ្វើឲ្យយើងងាយរងគ្រោះលីណាក្លាយជាមនុស្សក្រអឺតក្រទំព្រោះនាងមានបណ្ដាញលូតដុំគ្រប់គ្រងទាំងស្រុងយើងត្រូវចាប់តាមអាជីវកម្មដឹកជញ្ជូនបង្កើតគំរូចិនដឹកកែរបស់យើងដោយខ្លួនឯងនិងដឹកជញ្ជូនឲ្យអ្នកទេការកាប់ដំណើរការដោយខ្លួនយើង បានហើយសម្លាញ់យើងនឹងទិញរថយន្តដឹកទំនិញបង្កើតកង់រថយន្តប្រញាប់ឡើងហេតុអ្វីយឺតម្លេះថ្ងៃនេះអ្នកញ៉ាំបាយហើយឬតារាទទួលបានសំណាងធំទិញរថយន្តដឹកទំនិញធំមួយបង្កើតក្រុមដឹកជញ្ជូនផ្ទាល់ខ្លួន តារ៉ាមិនមែនអ្នកទៀតទេចង់ឲ្យគាត់ស្លាប់មែនទេមែនបើវាមានន័យថាគាត់ស្លាប់ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំអញ្ចឹងខ្ញុំក៏មានលុយទៀតដែរប្រហែលជាយើងអាចធ្វើការជាមួយគ្នាបាន អួយព្រះលោកតារាបើករថយន្តមកវិញហើយមើលឲ្យច្បាស់ទាំងអស់គ្នានេះជារថយន្តដឹកទំនិញដំបូងសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនតារា ល្អណាស់ ក្រុមហ៊ុនដឹកជញ្ជូនតារាបានចាប់ផ្ដើមអាជីវកម្មជាផ្លូវការនៅថ្ងៃនេះចាប់ពីពេលនេះទៅយើងមិនមែនគ្រាន់តែផលិតអត់ទេយើងនឹងដឹកជញ្ជូនវាពីពេញខេត្ត អស្ចារ្យពូកែណាស់លោកតារ៉ា មិនយូរប៉ុន្មានយើងនឹងទិញរថយន្តដឹកទំនិញទី2និងទី3ដូច្នេះយុវជនគ្រប់រូបក្នុងភូមិយើង អាចបើករថយន្តដឹកទំនិញបាន ហេតុអ្វីបានជាអ្នកបានរស់នៅសុខស្រួលរាយខ្ញុំវិញត្រូវរស់នៅដូចឆ្កែ ឃើញហើយមែនទេ នោះហើយជារថយន្តដឹកទំនិញរបស់គាត់ ក្នុងដំណើរដឹកជញ្ជូនផ្លូវឆ្ងាយគាត់នឹងកាន់លុយច្រើន តំបន់ផ្លូវត្រង់ផ្លូវស្រមោលជាកន្លែងល្អឥតខ្ចោះសម្រាប់ការវាយឆ្មាក់ ធ្វើវាទៅសម្រាប់គាត់ចោល យករថយន្តដឹកទំនិញហើយយកលុយផង សម្លាញ់មិនចង់ឲ្យខ្ញុំទៅដឹកជញ្ជូនផ្លូវឆ្ងាយនៅថ្ងៃស្អែកទេកុំបារម្ភខ្ញុំនឹងនាំបណ្ណានិងស្រមោលទៅជាមួយយើងនឹងមិនអីទេ តារា
ចាណាអាចប៉ុនសែលពេលធ្វើដំណើរពីបេកណៃបានទេខ្ញុំមានអារម្មណ៍មិនល្អខ្ញុំមានអារម្មណ៍ថានឹងមានអ្វីមួយកាត់ឡើង ក្មេងស្រីល្ងងទំនិញបានផ្ទុករួចហើយយើងមានកេរ្តិ៍ឈ្មោះដែលត្រូវរក្សាមិនត្រូវយឺតកុំបារម្ភដើម្បីអ្នកទាំងអស់គ្នាខ្ញុំនឹងត្រឡប់មកវិញដោយសុវត្ថិភាព អ្នកត្រូវតែត្រឡប់មកវិញដោយសុវត្ថិភាពក្មេងនិងខ្ញុំនឹងរងចាំណាស់ តារាមានអ្វីមួយមិនប្រក្រតីផ្លូវនេះតែងតែនៅកណ្ដាលវាប៉ុន្តែធម្មតាអ្នកនឹងឃើញត្រាក់តរ1រូពីប៉ុន្តែថ្ងៃនេះគ្មានមនុស្សម្នាក់ទេគ្មានអ្វីទេអ្នកទាំងអស់គ្នាឈប់រថយន្តបិទម៉ាស៊ីនចាក់សោទ្វារនិងបង្អួចគ្មានអ្នកណាចេញទេចេញពីយន្តនេះជាផ្លូវរបស់ខ្ញុំដើមឈើទាំងនេះខ្ញុំដាំអ្នកចង់ឆ្លងកាត់បង់លុយ ក្មេងអ្នកមកពីក្រុមណាប្រាប់ឈ្មោះរបស់អ្នកមកហាហាហាខ្ញុំជាពុទ្ធីមកពីផ្លូវស្រមោលឆ្លាតឡើងប្រគល់លុយនឹងរថយន្តមកបន្ទាប់មកចេញទៅបើមិនដូច្នេះទេអ្នកនឹងមិនបានចេញពីទីនេះទាំងរស់ទេខ្ញុំធ្លាប់ត្រួតត្រាផ្លូវទាំងនេះនៅពេលអ្នកនៅតែពាក់កន្ទប់អ្នកចង់បានរថយន្តដឹកទំនិញរបស់ខ្ញុំអ្នកនឹងត្រូវដណ្ដើមវាពីដៃត្រជាក់ស្លាប់របស់ខ្ញុំចាប់គាត់បញ្ចប់គាត់ ទៅឲ្យឆ្ងាយកុំហ៊ានមករ៉ាំងរថយន្តដឹកទំនិញរបស់ខ្ញុំទៀតខ្ញុំនឹងបាក់ជើងឯងសូមមេត្តាផងយើងស្បត់ថានឹងមិនធ្វើវាទៀតទេតារាឯងរបួសមិនអីទេគ្រាន់តែកោះបន្តិចយើងរុញថ្មទាំងនេះចេញយើងទៅផ្ទះវិញសម្លាញ់ខ្ញុំមកផ្ទះវិញហើយជាប់ស្ទះផ្លូវវាធ្វើឲ្យខ្ញុំយឺត អញ្ចឹងនេះហើយដែលអ្នកហៅថាមិនអីកុំធ្វើការដឹកជញ្ជូនផ្លូវឆ្ងាយទៀតអូខេទេលុយប៉ុន្មានទៅប្រុកបើមានរឿងធ្ងន់ធ្ងរណាមួយកើតឡើងចំពោះណាកូននឹងខ្ញុំធ្វើម៉េច កុំបារម្ភអីពីនេះទៅគ្មានអ្នកណាហ៊ានរញ៉េញ៉ៃជាមួយរថយន្តដឹកទំនិញរបស់យើងទេដើម្បីអ្នកនិងកូនខ្ញុំនឹងមិនអីទេខ្ញុំសន្យាហ่าទេតារាទៅតែម្នាក់ឯងហើយវាផ្ទួផ្លូវស្រមោលក្មេងអាក្រក់12នាក់តែម្នាក់ឯងមិនអាចទេធ្វើម៉េចបានគាត់នៅឈឺនៅឡើយ វិចាខ្ញុំថែមទាំងលក់ដីលំនៅឋានហើយប្រថុយជីវិតក្នុងអណ្ដូងធ្យូងថ្មដើម្បីលុយនេះសរុបទាំងអស់$3000អ្នកចង់ឲ្យតារាស្លាប់ទេសម្រាប់គាត់ស្រួលពេកសម្រាប់គាត់ខ្ញុំចង់ឲ្យគាត់ក្លាយជាមនុស្សចម្លែកដែលគ្មានកូនក្មេងរឹងរូសទាំង3របស់គាត់ទើបតែអាយុបាន1ឆ្នាំឆក់យកម្នាក់មកឲ្យគាត់មានអារម្មណ៍ថាបេះដូងត្រូវគេហែកព្រមការងារនេះប្រថុយត្រូវចំណាយបន្ថែមដរាបណាខ្ញុំបានសំសឹកអ្នកអាចយកជីវិតខ្ញុំបាន ខ្ញុំមិនខ្វល់ពីតម្លៃទេហេពេលវេលាល្អចិត្តដល់ហើយពិធីខួបកំណើតដំបូងថ្ងៃនេះរស់រវើកជាងពិធីជប់លៀងខួបកំណើតមួយខែទៅទៀតឲ្យអ្នកភូមិទាំងមូលបានឃើញក្មេងប្រុសដ៏មានតម្លៃទាំង3របស់ខ្ញុំ ពេលវេលាល្អបានមកដល់ពេលប្រតិបត្តិរបស់ទីរកហើយ អូ ហេ ក្មេងប្រុសល្អដូចឪពុកមែនវាស្នានឹងខ្លាយជាមេតប ហេកូនទី2នេះជាវត្ថុស័ក្តិសិទ្ធិចេះញ៉ាំមានសំណាង ឯងគិតតែរឿងញ៉ាំអីឯងនឹងគ្រប់គ្រងភោជនីយដ្ឋានគ្រួសារ មិនគួរឲ្យជឿកូននេះនឹងដូចម្ដាយការគ្រប់គ្រងលុយកាក់របស់គ្រួសារតារានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក ចុះហត្ថលេខានៅទីនេះដរាបណាយើងធ្វើឲ្យតារាស្លាប់ដោយគ្មានអ្នកស្នងកន្លែងអាស្រ័យនេះគ្មានន័យអ្វីទេអ្នកចំណាយយើងធ្វើតាមនោះជាកិច្ចព្រមព្រៀងក្មេងរឹងរូសទាំង3នោះគួរឲ្យស្រឡាញ់ពួកវានឹងលក់បានតម្លៃល្អយើងនឹងចែកគ្នាពាក់កណ្ដាលតារានិងសុខា
ថ្ងៃសប្បាយរបស់អ្នកមិនយូរប៉ុន្មានទេ សម្លាញ់យើងមានស្តុកស្ដំហើយកុំប្រឹងខ្លួនឯងខ្លាំងពេកអ្នកឆ្លាតជាងនិស្សិតណាទាំងអស់អ្នកមិនចាំបាច់ប្រឡងនេះទេ តារ៉ាអ្នកមិនអាចរកលុយបានទាំងក៏ក្នុងលោកទេខ្ញុំចង់រៀនបន្ថែមទៀតដើម្បីជួយអ្នកគ្រប់គ្រងអាជីវកម្មនិងធ្វើជាគំរូសម្រាប់កូនហើយពួកគេដឹងថាម៉ាក់មិនមែនគ្រាន់តែចេះបង្កើតកូនទេ មិនអីទេភរិយារបស់ខ្ញុំអាចធ្វើអ្វីដែលនាងចង់ខ្ញុំគាំទ្រនាងគ្រប់យ៉ាងបើអ្នកប្រឡងជាប់យើងនឹងទិញផ្ទះនៅទីក្រុងធំហើយក្លាយជាអ្នកទីក្រុង ដំបូងយើងទទួលលុយស៊ីផូទិនសម្ភារៈសិក្សាបន្ទាប់មកខ្ញុំនឹងទិញអីវ៉ាន់ស្នាញ់ឲ្យណា ចាប់យកកូនច្បោចាប់គាត់ពេលវឹកវររៀបណាយើងចាប់បានម្នាក់តារានឹងឈួតកុំបារម្ភយើងនឹងបង្អការរំខានវាងាយស្រួលណាស់ឈប់ចោលអូយ លក្ខណៈអញណែណាមានអ្នកណាឃើញលក្ខណៈទេ សុខាមានរឿងអ្វី លក្ខណៈបាត់គេចាប់គាត់ទៅ នៅជាមួយក្មេងប្រុសខ្ញុំទៅល្អិតដើម្បីយកតារាមកវិញ អូនកានម្នីនឹងលក្ខចប់ខ្ញុំទៅប្រសិនក្របាល់ទេអត់ទេ នៅស្ងៀមពេលយើងលូអញទៅកណ្ដាលវាម៉ាក់ប៉ារបស់ហែងនឹងយំសោកសង្រេងណាស់បិទមាត់គាត់ឲ្យជាប់យើងមិនចង់ឲ្យតារាយើងទេខ្លាចអីកូននៅក្នុងដៃយើងបើគាត់លេចមុខមកខ្ញុំនឹងកាត់ម្រាមដៃកូនប្រុសគាត់ចោល តារាលក្ខណៈគេចាប់លក្ខណៈទៅអ្វីតារានៅផ្សារមានគេចាប់គាត់ក្នុងភាពវឹកវរសុខាទៅប៉ុស្តិ៍នគរបាលហើយស្ដាប់កូនប្រុសខ្ញុំលក្ខណៈត្រូវបានគេចាប់ជំរិតអ្នកទាំងអស់គ្នាឡើងរថយន្តដឹកទំនិញរបស់អ្នកឥឡូវនេះបិទផ្លូវទាំងអស់ដែលចេញពីក្រុងយើងនឹងបេះក្រុងនេះរហូតដល់រកឃើញគាត់$100,000សម្រាប់អ្នកដែលរកឃើញគាត់ សូមកញ្ញាសុខាកុំបារម្ភអីយើងបានបញ្ជូនគ្រប់អ្នកទៅស្វែងរកហើយយើងកំពុងធ្វើការជាមួយលោកតារ៉េដើម្បីបិទផ្លូវទាំងដោះយើងនឹងយកកូនរបស់អ្នកត្រឡប់មកវិញ លោកមន្ត្រីស៊ុបលងលងខ្ញុំទៅគ្រាន់តែរកកូនខ្ញុំឲ្យឃើញឥឡូវនេះ វ៉ាយើងនឹងលាក់ខ្លួននៅទីនេះមួយរយៈរងចាំរហូតដល់តារាបន្ធូរអារម្មណ៍បន្ទាប់មកយើងនឹងបញ្ជូនក្មេងនោះទៅឆ្ងាយអាដរឆានតូចប៉ារបស់ហែងនឹងលុតជង្គង់យំអង្វរខ្ញុំហើយបន្ទាប់មកខ្ញុំនឹងធ្វើឲ្យឯងភ្លុកនរកទាំងរស់បើឯងនៅតែសម្លឹងមកខ្ញុំបែបនេះខ្ញុំនឹងខ្វាច់ភ្នែកឯងចេញ First វីធូមិនអាចត្រាំនឹងក្មេងយំម្នាក់បានទេហេទៅចុះអាក្មេងរងរូស្ដាដាក់ខ្ញុំទៀតមើលខ្ញុំប្រឆ្មាញ់ ស្រមោលបានដើរតាមក្លិនមកទីនេះតាមស្រមោលទៅប្រញាប់ អូដៃខ្ញុំ ហ៊ានប៉ះកូនប្រុសខ្ញុំ តារាកុំចូលមកចិត្តទៀតដៃខ្ញុំប៉ាខ្ញុំខ្លាច សួរមិនអីទេប៉ានៅទីនេះហើយគ្មានអ្នកណាមកប៉ះអញទៀតទេសុំទោសដែលមកយឺតតារានាំគាត់ចេញទៅកុំឲ្យក្មេងឃើញរឿងនេះយល់ហើយតារាអូយពីធូខ្ញុំនឹងទុកឯងរស់ប៉ុន្តែឯងនៅតែបង្ខំខ្ញុំអូឯងមិនចង់ឲ្យខ្ញុំខ្លាចជាមនុស្សចម្លែកដែលគ្មានកូនទេថ្ងៃនេះខ្ញុំនឹងបង្ហាញឯងឋានរករស់ជាយ៉ាងណា តារាអាណិតខ្ញុំផងខ្ញុំខុសហើយខ្ញុំនឹងមិនធ្វើវាទៀតទេអូយលោកតារាអត់ទោសឲ្យខ្ញុំអង្វរខ្ញុំខុសហើយខ្ញុំខុសមែនតែន
ខ្ញុំមិនហ៊ានប៉ះកូនប្រុសរបស់លោកទៀតទេហើយខ្ញុំក៏មិនហ៊ានប្រឆាំងលោកទៀតដែរ អត់ទោសឲ្យអ្នកពេលអ្នកយកកាំបិតគំរាមកូនប្រុសខ្ញុំហើយចង់គាត់ទុកក្នុងរោងម៉ាស៊ីនតើអ្នកធ្លាប់គិតចង់ទុកជីវិតគាត់ទេពេលអ្នករៀបផែនការលូកគាត់ព្យាយាមធ្វើឲ្យខ្ញុំតារាខ្លាយជាមនុស្សចម្លែកដែលគ្មានកូនតើអ្នកធ្លាប់គិតចង់ទុកជីវិតខ្ញុំទេពីធូក្នុងជីវិតនេះខ្ញុំតារាអាចទ្រាំបានគ្រប់យ៉ាងប៉ុន្តែបើប៉ះពាល់គ្រួសារខ្ញុំអ្នកនឹងប៉ះចំណុចរសើបរបស់ខ្ញុំប៉ះវាហើយអ្នកនឹងស្លាប់ ខស្លាប់ទៅតារាយើងនឹងស្លាប់ជាមួយគ្នាបើខ្ញុំរស់មិនបានអ្នកក៏មិនរួចខ្លួនដែរ ឈួតស្រមោលរត់ទៅ ឯងក៏នឹងស្លាប់ដែរ អ្នកគិតថាការស្លាប់ងាយស្រួលអញ្ចឹងមែនទេ ឲ្យខ្ញុំទៅឲ្យខ្ញុំស្លាប់ខ្ញុំនឹងអូសអ្នកស្លាប់ជាមួយខ្ញុំ សុបិនទៅចុះ វិធូយើងមានស្តាំងទាំងដោះទាំងអស់មានសល់នេះជាឱកាសចុងក្រោយរបស់អ្នកការបន្ធូរបន្ទោសសម្រាប់ការសារភាព ខ្ញុំនឹងនិយាយខ្ញុំនឹងប្រាប់អ្នកគ្រប់យ៉ាងដែលខ្ញុំដឹងខ្ញុំបានជួបវិចារដើម្បីសំសឹកតារាខ្ញុំចង់លូកកូនប្រុសរបស់គាត់ចោលហើយធ្វើឲ្យគាត់ក្លាយជាមនុស្សចម្លែកដែលគ្មានកូនខ្ញុំខុសហើយខ្ញុំខុសខ្លាំងណាស់ មន្ត្រីសូមមេត្តាកូនប្រុសខ្ញុំវិទូមានរឿងអ្វីកើតឡើងចំពោះគាត់ មនុស្សដែលធ្វើអគិភ័យនឹងឃាតកម្មចូលទៅមើលគាត់បើមិនដូច្នេះទេសម្រាប់រយៈពេល30ឆ្នាំខាងមុខអ្នកនឹងបានជួបគាត់តែនៅក្នុងពន្ធនាគារប៉ុណ្ណោះ អវ៉ាត់ អីអ្នកនោះសមាជិកគ្រួសារ សម្លាញ់មានរឿងអីអ្នកណាមកគ្រប់រឿងអ្នកប្រាប់ខ្ញុំមក តារាខ្ញុំចូលបានហើយកម្មវិធីនៃឯរបស់សាកវិទ្យាល័យទទួលខ្ញុំហើយ សាកលវិទ្យាល័យនៅទីក្រុងធំអ្នកពិតជាចូលបានមែនហាហាហាភរិយាខ្ញុំក្លាយជានិស្សិតស្រីហើយសំណាងគ្រួសារយើងទីបំផុតកំពុងផ្លាស់ប្ដូរហើយកូនប្រុសមកក្រាបថ្វាយបង្គំម៉ាក់ឯងជាសិស្សពូកែ ប៉ាអាចញ៉ាំសិស្សពូកែបានទេ ឆ្ងាញ់ជាងសាច់ទៅទៀតនេះនាំមកនៅកិត្តិយសដ៏ធំធេងដល់គ្រួសារយើង តារាប្រហែលជាខ្ញុំមិនគួរទៅទេខ្ញុំបារម្ភពីកូននិងអាជីវកម្ម មិនសមហេតុផលទេអ្នកតស៊ូអស់ពីកម្លាំងដើម្បីរឿងនេះអ្នកត្រូវទៅ ខ្ញុំនឹងទុកឡាត់នឹងក្រុមដឹកជញ្ជូនឲ្យបណ្ណាខ្ញុំនឹងទិញផ្ទះនៅទីក្រុងធំយើងទាំងអស់គ្នានឹងផ្លាស់ទៅទីនោះអ្នកផ្ដោតលើការសិក្សារបស់អ្នកខ្ញុំនឹងមើលថែកូន តារាអ្នកចិត្តល្អពេកហើយ ឲ្យតែអ្នកសប្បាយចិត្តខ្ញុំសប្បាយចិត្តធ្វើអ្វីក៏បានហើយចាប់ពីពេលនេះទៅកូនប្រុសរបស់យើងនឹងក្លាយជាអ្នកទីក្រុង តារាសុខាអ្នកទាំងពីរទៅមុនសិនខ្ញុំនៅយាមទីនេះល្អណាស់តាមដានអ្វីផងក្រោយទៀតខ្ញុំនឹងនាំអ្នកទៅទីក្រុងធំដើម្បីរស់នៅសប្បាយឡាន ដូច្នេះនេះគឺជាទីក្រុងធំខ្ញុំមិនដែលមកទីនេះពីមុនទេ សំឡាញ់ចាប់ពីពេលនេះទៅនេះជាផ្ទះរបស់យើង
តារានេះណែណាតែយើងបានព្រមព្រៀងគ្នាថាត្រូវជួបតែសិនយើងមកទីនេះធ្វើអ្វី នេះជាផ្ទះថ្មីរបស់យើង ណាទិញនេះនៅពេលណា យូរមកហើយមុនពេលអ្នកទៅប្រឡងចូលមហាវិទ្យាល័យខ្ញុំលួចទិញនេះវីឡាសុខាសម្លាញ់របស់ខ្ញុំឆ្លាតណាស់ហើយឧស្សាហ៍ណាស់ខ្ញុំដឹងថាអ្នកនឹងចូលសាកលវិទ្យាល័យបានហើយមកដល់ទីក្រុងធំ ណាពិតជាបានរៀបចំទាំងកោនេះសម្រាប់ខ្ញុំទាំងកោនេះកាលពីពេលនោះខ្ញុំគ្រាន់តែនិយាយប៉ុណ្ណឹងប្រាប់ណាគ្រាន់តែថាខ្ញុំចង់ទៅរៀននៅសាកលវិទ្យាល័យហើយចង់ឃើញទីក្រុងធំថាបែបណាខ្ញុំស្មានថាអ្នកមិនបានគិតពីវាទេខ្ញុំមិនដែលនឹកស្មានថាអ្នកនឹងចាំវាយូរម្ល៉េះ ខ្ញុំចាំគ្រប់ពាក្យដែលអ្នកនិយាយផ្ទះនេះជាទីពឹងដ៏រឹងមាំរបស់អ្នកជាកំពង់ផែសុវត្ថិភាពសម្រាប់អ្នកនិងកូនជារៀងរហូតសម្លាញ់ចូលទៅរករបស់ដែលទាន់សម័យនិងថ្លៃបំផុត វាមិនចាំបាច់ថ្លៃប៉ុណ្ណឹងទេត្រៀមណៃវាពាក់សំនឹងខ្លួនយើងគួរចេះសន្សំលុយ អូនស្ដាប់ខ្ញុំភរិយាខ្ញុំត្រូវតែបានរបស់ល្អបំផុតចូលទៅបន្ទប់សាកសម្លៀកបំពាក់ហើយសាកមើលឲ្យខ្ញុំមើល អស្ចារ្យអូនមើលទៅស្អាតណាស់ស្អាតបំផុត ទាំងនេះជាទំនិញនាំចូលមួយឈុតជាង$100 នេះថ្លៃពេកណាស់ អេខ្ញុំយកទាំងអស់ លោកថាយកទាំងអស់មែនទេ អ្វីអ្នកគិតថាខ្ញុំគ្មានលុយទិញទេរាប់លុយមើលអញ្ចឹង តារានេះច្រើនពេកហើយខ្ញុំមិនអាចពាក់បានទាំងអស់នេះទេ ខ្ញុំរកលុយមកឲ្យអូនចាយអូនចាប់ផ្ដើមការងារថ្មីនៅថ្ងៃស្អែកត្រូវតែធ្វើឲ្យគេភ្ញាក់ផ្អើលទាំងអស់គ្នា សុខាយប់នេះមានការចាក់បញ្ចាំងលើកដំបូងខ្ញុំបានខំប្រឹងរកសម្បត្តិពីសន្លឹកមកខ្ញុំសង្ឃឹមថាអ្នកនឹងទៅជាមួយខ្ញុំ សូមទោសលោក Harrison ខ្ញុំគ្មានពេលទេខ្ញុំត្រូវទៅផ្ទះវិញ គុំល្ងងអីបរោះដែលបើកឡានមកទទួលអ្នកគាត់ជាមនុស្សកាចគ្មានការអប់រំគាត់មិនស័ក្តិសមនឹងអ្នកទេលោក Harrison ចង់នាំភរិយាខ្ញុំទៅមើលកូនមែនទេអ្នកជានរណានេះជាបរិវេណសាកលវិទ្យាល័យឲ្យគូសំផង ប៉ាពួកយើងចង់ទៅហាមមុនបំពង់ប៉ាខ្ញុំចង់បានហាមបឿងគឺពីរ ម៉ាក់កូននឹកម៉ាក់ មើលឲ្យច្បាស់ទៅនេះជាភរិយាខ្ញុំនិងកូនប្រុសរបស់ខ្ញុំភរិយាខ្ញុំកំពុងញ៉ាំបាយជាមួយយើងទាំង4គ្មានពេលសម្រាប់ការសម្ដែងតូចតាចរបស់អ្នកទេចេញឲ្យឆ្ងាយពីនាងសម្លាញ់តោះទៅតោះនាំកូនប្រុសទៅញ៉ាំអាហាររហ័សបែបលោកខាងលិច តារាការរៀបការជាមួយអ្នកគឺជាការសម្រេចចិត្តដ៏ល្អបំផុតដែលខ្ញុំធ្លាប់ធ្វើខ្ញុំមិនខ្លាចអ្វីទេ ក្មេងស្រីល្ងងការរៀបការជាមួយអ្នកគឺជារឿងល្អបំផុតដែលធ្លាប់កើតឡើងក្នុងជីវិតខ្ញុំ